នេះជារឿងរ៉ាវដែលកើតឡើងនៅពេលដែលមានចោរម្នាក់បានចូលប្លន់ធនាគារមួយនៅក្នុងភូមិដាច់ស្រយាលមួយហើយត្រូវបានកងទ័ពស្រីពាក់ផ្កាយ3ដែលជាអតីតយុទ្ធនារីមកពីកងពលតូចទ័ពពិសេសឆ័ត្រយង911ដែលនៅទីតាំងនោះស្រាប់វាបង្ក្រាបនិងផ្ដល់មេរៀនជីវិតដល់គេសាច់រឿងកាន់តែរំជួលចិត្តនៅពេលដែលនាងបានស្ដាប់ពីមូលហេតុដ៏គួរឲ្យរន្ធត់នៅពីក្រោយការប្លន់នេះមុននឹងតាមដានសាច់រឿងសូមជួយចុចជាវ Subscribe និងចុចចូលចិត្ត Like វីដេអូនេះផងវាគឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ពួកយើងខេត្តបាត់ដំបងស្រុកបាណន់ឃុំតាក្រៀមវាជារសៀលមួយដែលវាលស្រែពណ៌មាសកំពុងតែលាតសន្ធឹងយ៉ាងស្រស់ត្រកាលក្រោមពន្លឺព្រះអាទិត្យរដូវរំហើយខ្យល់អាកាសដែលលាយឡំទៅដោយក្លិនដីនិងក្លិនផ្លែឈើទុំដែលអ្នកមិនអាចរកបានទាល់តែសោះនៅកណ្ដាលអគារខ្ពស់ក្នុងទីក្រុងភ្នំពេញបានបក់ចូលជ្រៅទៅក្នុងសួតនាំមកនៅពេលវេលាដ៏សែនស្ងប់ស្ងាត់និងសុខសាន្តបំផុតនៅចំកណ្ដាលនៃភាពស្ងប់ស្ងាត់នោះស្ត្រីម្នាក់បានដើរចូលទៅក្នុងធនាគារសហគមន៍កសិកម្មឃុំតាក្រៀមនាងស្លៀកពាក់សាមញ្ញអាវក្រៅធ្វើពីកប្បាសពណ៌ខៀវចាស់ខោជើងធំរលុងនិងផ្ទៃមុខមិនមានការតុបតែងអ្វីទាំងអស់មើលមួយផ្លែតនាងហាក់ដូចជាស្ត្រីអ្នកស្រែចម្ការធម្មតាម្នាក់ដែលទើបតែសម្រាកពីការងារហើយឆ្លងកាត់មកមើលការខុសត្រូវរឿងលុយកាក់នៅផ្សារឃុំប៉ុន្តែនៅក្នុងជំហានដើររបស់នាងមានភាពម៉ឺងម៉ាត់បន្តិចបន្តួចហើយខ្សែភ្នែកដែលសម្លឹងមើលជុំវិញខ្លួនទោះបីជាមើលទៅហាក់ដូចជាមិនខ្វល់ខ្វាយក្តីប៉ុន្តែវាបានផ្ដិតយកគ្រប់ទិដ្ឋភាពទាំងអស់ទុកក្នុងចិត្តឈ្មោះរបស់នាងគឺច័ន្ទសវណ្ណារីកម្ពស់របស់នាងទើបតែជាង160សង់ទីម៉ែត្របន្តិចមែនប៉ុន្តែស្មាដ៏រឹងមាំនិងខ្នងដ៏ត្រង់ដែលលាក់នៅក្រោមសម្លៀកបំពាក់បានបញ្ជាក់យ៉ាងច្បាស់ថានាងមិនមែនជាស្ត្រីមេផ្ទះធម្មតានោះទេនាងគឺជាស្ត្រីទី1ក្នុងប្រវត្តិសាស្ត្រកងយោធពលខេមរភូមិន្ទដែលទទួលបានឋានន្តរស័ក្តិផ្កាយ3ពោគឺឧត្តមសេនីយ៍ឯកនិងជាយុទ្ធនារីដ៏ឆ្នើមម្នាក់ចេញពីកងពលតូចទ័ពពិសេសឆ័ត្រយង911ដែលល្បីល្បាញខាងចុះប្រតិបត្តិការជ្រៀតចូលកម្ចាត់គោលដៅដល់ទីតាំងសត្រូវទោះបីជានាងកាន់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅអគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិក៏ពិតមែនប៉ុន្តែនៅស្រុកកំណើតក្នុងឃុំតាក្រៀមនេះនាងគ្រាន់តែត្រូវបានគេហៅថាយមីងណារីឬកណារីក៏ប៉ុណ្ណោះហើយនាងក៏មានអារម្មណ៍កក់ក្ដៅនិងសប្បាយចិត្តបំផុតជាមួយនឹងការហៅបែបនេះអូបងណារីអញ្ជើញមកតើអ្នកដែលចំណាំនាងបានមុនគេគឺលោកសុកជាដែលជាប្រធានសាខាធនាគារកំពុងរៀបចំឯកសារនៅបញ្ចូលខាងក្នុងគាត់មានកម្ពស់ខ្ពស់ទឹកមុខរស់រាយរាក់ទាក់និងជាសិស្សប្អូនក្នុងភូមិដែលធ្លាប់រត់លេងកម្សាន្តជាមួយនាងកាលពីកុមារភាពជាសុខសប្បាយទេឆ្នាំនេះទិន្នផលចំការក្រូចពោតសัตว์យ៉ាងម៉េចដែរកុំនិយាយអីបងកាលពីរដូវប្រាំងរងស្ងួតពេកខ្ញុំចេះតែបារម្ភប៉ុន្តែដល់រដូវនេះអាកាសធាតុល្អធ្វើឲ្យក្រូចផ្អែមឆ្ងាញ់លេខ1តែម្ដងតិចទៀតពេលបងត្រឡប់ទៅវិញខ្ញុំនឹងរៀបចំផ្ញើជូនបងខ្លះសវណ្ណារីញឹមយ៉ាងស្រទន់រួចងក់ក្បាលរៀងរាល់ឆ្នាំនៅរដូវនេះនាងតែងតែដោះចោលរាល់ឋានន្តរស័ក្តិនិងតួនាទីទាំងអស់ហើយស្លៀកពាក់សាមញ្ញដូចជាពលរដ្ឋធម្មតាដើម្បីមកលេងស្រុកកំណើតវាមិនមែនត្រឹមតែជាការឈប់សម្រាកនោះទេប៉ុន្តែវាជាទម្លាប់នៃការដើរល្បាតតាមបែបបទផ្ទាល់ខ្លួនរបស់នាងក្នុងនាមជាកងទ័ពនាងបានការពារព្រំដែនជាតិប៉ុន្តែក្នុងនាមជាមនុស្សធម្មតាម្នាក់នាងចង់ការពារភាពសុខសាន្តនៃភូមិដ៏តូចមួយនេះដែលជាឫសគល់របស់នាងខ្សែភ្នែករបស់នាងដែលសម្លឹងមើលជុំវិញធនាគារមិនមែនគ្រាន់តែមើលទេសភាពធម្មតានោះទេចម្ងាយពីច្រកចូលទៅកាន់បញ្ចូលទីតាំងកណ្ដឹងប្រកាសអាសន្នកន្លែងដែលកាមេរ៉ាសុវត្ថិភាពនៅលើពិដានថតមិនដល់និងអ្វីដែលសំខាន់បំផុតគឺទីតាំងទូដែកនិងប្រព័ន្ធចាក់សោររបស់វាព័ត៌មានទាំងអស់នេះត្រូវបានគូសវាសជាផែនទីត្រីមាននៅក្នុងខួរក្បាលរបស់នាងនេះជាទម្លាប់វិជ្ជាជីវៈដែលដកជាប់ក្នុងខ្លួនមិនអាចលុបបំបាត់បានបន្ទាប់ពីនាងបានឆ្លងកាត់ព្រំដែនរវាងការរស់និងការស្លាប់អស់រយៈពេលជាង20ឆ្នាំមកនេះអូយចៅណារីមកតើលោកជំទាវតើមានការអ្វីដែលទើបអញ្ជើញមកដល់ទីនេះលើកនេះគឺជាសម្លេងរបស់យាយខុនដែលកំពុងអង្គុយនៅកៅអីរង់ចាំជាអ្នកស្វាគមន៍នាងលោកយាយដែលជាម្ចាស់តូបលក់បាយសមតូចមួយនៅក្បែរផ្សារឃុំគឺជាចាស់ទុំក្នុងភូមិដែលបានឃើញណារីតាំងពីនៅក្មេងរត់ហៀសម្បល់ម្លេះលោកយាយហៅខ្ញុំថាណារីធម្មតាបានហើយគេលោកជំទាវយ៉ាងម៉េចឯងជាអ្នកការពារជាតិជាឧត្តមសេនីយ៍តើចុះនេះបានញ៉ាំបាយហើយឬនៅចាសលោកយាយតិចទៀតខ្ញុំនឹងទៅតូបលោកយាយហើយជួយធ្វើសម្លគោឲ្យខ្ញុំមួយចានផងណាអញ្ចឹងចាំយាយសើសម្លគោឲ្យខាប់ឆ្ងាញ់ទុកឲ្យឯងគេអ្នកភូមិទាំងអស់ដឹងការពិតថានាងគឺជាមន្ត្រីយោធាជាន់ខ្ពស់ដែលជួនកាលមានមុខនៅលើទូរទស្សន៍ប៉ុន្តែពួកគេដឹងថានាងមិនចង់ឲ្យគេហៅផ្លូវការពេកទេហើយដោយដឹងថានាងនៅតែចង់ធ្វើជាច័ន្ទសវណ្ណារីជាអ្នកជិតខាងរបស់ពួកគេក៏បានចាត់ទុកនាងដូចជាស្ត្រីក្នុងភូមិធម្មតាម្នាក់យ៉ាងស្ទាត់ជំនាញ
នេះគឺជាកិច្ចសន្យាដ៏កក់ក្ដៅរវាងពួកគេដែលបានបង្កើតឡើងក្នុងសហគមន៍ដ៏តូចមួយនេះតាំងពីយូរយារណាស់មកហើយស្របពេលដែលការសន្ទនាដ៏ស្ងប់ស្ងាត់និងសុខសាន្តរវាងនាងជាមួយប្រធានសាខានិងការសួរសុខទុក្ខយាយខុនកំពុងប្រព្រឹត្តទៅស្រាប់តែមានសញ្ញាព្រមានដ៏មុតស្រួចមួយបានបន្លឺឡើងនៅក្នុងញៀនដឹងរបស់សវណ្ណារីទ្វារកញ្ចក់ស្វ័យប្រវត្តិរបស់ធនាគារបានរបើកឡើងហើយបុរសម្នាក់បានដើរចូលមកបុរសនោះមើលទៅមានអាយុប្រហែលដើម40ឆ្នាំគាត់ស្លៀកអាវដៃវែងចាស់រហែកដែលមិនស៊ីនឹងរដូវកាលហើយមុខរបស់គាត់ស្លេកស្លាំងដូចមនុស្សឈឺនិងដាច់ពោះមិនបានហូបបាយច្រើនថ្ងៃភ្នែកឡើងក្រហមរបស់គាត់បានបង្ហាញពីក្តីអស់សង្ឃឹមយ៉ាងជ្រាលជ្រៅនិងការខ្វះការដេកពួនក្នុងពេលតែមួយដែនខាងរបស់គាត់ដែលដាក់ក្នុងហោប៉ៅកំពុងក្តាប់វត្ថុអ្វីមួយយ៉ាងណែនចំណែកដែនខាងទៀតកំពុងញ័រយ៉ាងខុសពីធម្មតាកែវភ្នែករបស់គាត់ហាក់ដូចជាកំពុងសម្លឹងទៅរកមនុស្សនៅក្នុងធនាគារប៉ុន្តែការផ្ដោតអារម្មណ៍របស់គាត់ពិតជាស្រវាំងខ្លាំងណាស់គាត់ហាក់ដូចជាមនុស្សដែលឈរនៅមាត់ជ្រោះនៃពិភពលោកអំណាចនៃភាពតានតឹងនិងអស់សង្ឃឹមបានភាយចេញពីពេញរាងកាយរបស់គាត់អារម្មណ៍តានតឹងដ៏ត្រជាក់ស្រេបមួយបានរត់កាត់ឆ្អឹងខ្នងរបស់ច័ន្ទសវណ្ណារីរាងកាយរបស់នាងបានផ្លាស់ប្ដូរពីភាពស្ងប់ស្ងាត់ទៅជាស្ថានភាពត្រៀមប្រយុទ្ធភ្លាមដែលសាច់ដុំនិងសរសៃប្រសាទទាំងអស់ត្រូវបានដាស់ឲ្យភ្ញាក់ឡើងក្នុងមួយប៉ព្រិចភ្នែកវាគឺជាសញ្ញាព្រមានពីគ្រោះថ្នាក់ប្រភេទដូចគ្នាទៅនឹងកាលពីជាង10ឆ្នាំមុនពេលដែលនាងបានចាប់ថ្នាក់ដឹងពីវត្តមានភេវកបំផ្ទុះអត្តឃាតនៅចំកណ្ដាលទីផ្សារហុយដីទ្រលំក្នុងប្រទេសអាហ្វហ្គានីស្ថានស្រមោលដ៏អាក្រក់កំពុងតែគ្របដណ្ដប់លើសៀលរដូវរំហើយដ៏ស្ងប់ស្ងាត់នៃឃុំតាក្រៀមមាសរទ្ធីបានប្រើដៃដ៏ញាប់ញ័ររបស់គាត់ចាក់សល់ទ្វារកញ្ចក់ស្វ័យប្រវត្តិរបស់ធនាគារសំឡេងតាក់តូចមួយនៃលោហៈបានបំបែកភាពស្ងប់ស្ងាត់នៃរសៀលនោះសំឡេងនោះប្រៀបបាននឹងសញ្ញាប្រកាសពីការផ្ដាច់ខ្លួនចេញពីពិភពខាងក្រៅខ្សែភ្នែករបស់អតិថិជននិងបុគ្គលិកដែលមានចំនួនតិចតួចនៅក្នុងធនាគារបានងាកទៅរកគាត់ក្នុងពេលតែមួយអូទាំងអស់គ្នានៅឲ្យស្ងៀមសំឡេងរបស់គាត់ស្អកបែកនិងញ័រយ៉ាងខ្លាំងគាត់បានទាញវត្ថុអ្វីមួយចេញពីហោប៉ៅវាជាវត្ថុពណ៌ខ្មៅនិងគ្រើមមើលមួយផ្លែតវាមានរាងដូចជាកាំភ្លើងខ្លីកលុយយកលុយមកឲ្យអស់ឆាប់ឡើងត្រឹមមួយម៉ាត់នេះខ្យល់នៅក្នុងធនាគារហាក់ដូចជាកកុញភ្លាមយាយខុនឧទានដោយក្តីរន្ធត់និងយកដៃខ្ទប់មាត់ខណៈដែលបុគ្គលិកស្រីវ័យក្មេងនៅបញ្ចូលមានមុខស្លេកស្លាំងនិងរឹងខ្លួននៅស្ងៀមត្រឹងមួយកន្លែងលោកសុកជាប្រធានសាខាបានប្រញាប់ក្រោកឈរពីកៅអីដើម្បីព្យាយាមលួងលោមអតិថិជនប៉ុន្តែជើងរបស់គាត់ក៏កំពុងញ័រដូចសត្វបក្សីត្រូវទឹកសន្សើមដែរភាពសុខសាន្តគឺជារបស់ដែលងាយបែកបាក់ដូចជាកញ្ចក់អញ្ចឹងលោកជំទាវភ្លាមនោះបុគ្គលិកម្នាក់ទៀតដែលនៅខាងក្នុងបញ្ជរបានស្រែកយ៉ាងប្រញាប់ប្រញ័រហើយសម្លឹងមកកាន់ច័ន្ទសវណ្ណារីនៅក្នុងកែវភ្នែករបស់នាងពោពេញទៅដោយភាពភ័យខ្លាចរួមជាមួយនឹងក្តីរំពឹងយ៉ាងមុតមមថាសូមជួយចាត់ការមនុស្សម្នាក់នេះផងសម្រាប់អ្នកភូមិច័ន្ទសវណ្ណារីមិនមែនគ្រាន់តែជាទាហានម្នាក់ទេនាងគឺជាបុគ្គលដែលខ្លាំងនិងគួរឲ្យទុកចិត្តបំផុតដែលពួកគេស្គាល់នាងប្រៀបដូចជាទេវតាថែរក្សាភូមិដ៏តូចមួយនេះអញ្ចឹងប៉ុន្តែសវណ្ណារីបានគ្រវីក្បាលយ៉ាងលឿននិងដាច់អហង្ការឆ្ពោះទៅរកបុគ្គលិកនោះក្នុងពេលជាមួយគ្នានោះនាងបានយកចង្អុលដៃដាក់លើបូមាត់របស់នាងដើម្បីបញ្ជាឲ្យរក្សាភាពស្ងៀមស្ងាត់ខ្សែភ្នែកនោះមិនមែនជារបស់គីមីងណារីដ៏ទន់ភ្លន់ដូចសពមួយដងនោះទេវាគឺជាខ្សែភ្នែកដ៏ត្រជាក់និងមុតស្រួចរបស់មេបញ្ជាការដែលទទួលខុសត្រូវលើអាយុជីវិតរបស់កូនចៅរាប់មិនអស់បុគ្គលិកនោះភ្ញាក់ព្រឺតមួយផ្លែតប៉ុន្តែក៏បានយល់ពីចេតនារបស់សវណ្ណារីភ្លាមរួចក៏បិទមាត់យ៉ាងជិតហើយសញ្ញានោះត្រូវបានបញ្ជូនទៅកាន់អ្នកភូមិទាំងអស់ដែលនៅក្នុងធនាគារហាក់ដូចជារលកសញ្ញាដែលមើលមិនឃើញអញ្ចឹងលោកប្រធានសាខាសុកជាលោកយាយខុននិងអតិថិជនផ្សេងទៀតសុទ្ធតែបិទមាត់ហើយចាប់ផ្ដើមធ្វើខ្លួនដូចជាចំណាប់ខ្មាំងធម្មតានេះហើយគឺជាកិច្ចសន្យាស្ងៀមស្ងាត់ដែលកើតមានរវាងពួកគេនិងសវណ្ណារីកាលពីប៉ុន្មានឆ្នាំមុនពេលដែលសវណ្ណារីមកសម្រាកលំហែកាយនិងផឹកស្រាលេងជាមួយអ្នកភូមិនាងធ្លាប់និយាយលេងសើចមួយឃ្លាថាប្រសិនបើពេលខ្ញុំស្លៀកពាក់ស៊ីវើហើយមានរឿងអ្វីកើតឡើងសូមកុំធ្វើពុតជាស្គាល់ខ្ញុំឲ្យសោះប្រសិនបើគេដឹងថាខ្ញុំជាទាហានរឿងរ៉ាវនឹងកាន់តែស្មុគស្មាញឬអាចជំរុញឲ្យភាគីម្ខាងទៀតមានការប្រុងប្រយ័ត្ននិងបង្កគ្រោះថ្នាក់កាន់តែខ្លាំងដូច្នេះសូមនៅស្ងៀមដូចជាមនុស្សមិនស្គាល់គ្នាទៅបានហើយចាំខ្ញុំអ្នកចាត់ការគ្រប់យ៉ាងដោយខ្លួនឯងទោះបីជានៅពេលនោះអ្នកគ្រប់គ្នាសាច់ច្អឹកក៏ដោយប៉ុន្តែពាក្យសម្ដីនោះបានដកជាប់យ៉ាងជ្រៅនៅក្នុងចិត្តរបស់អ្នកភូមិហើយពេលនេះពួកគេកំពុងអនុវត្តកិច្ចសន្យានោះយ៉ាងស្មោះត្រង់ដូចជាភ្នាក់ងារសម្ងាត់ដែលបានទទួលការហ្វឹកហាត់ជាយូរមកហើយអញ្ចឹងពួកគេជឿជាក់លើសមត្ថភាពរបស់សវណ្ណារីនិងជឿជាក់លើការវិនិច្ឆ័យរបស់នាងភាពស្ងៀមស្ងាត់របស់ពួកគេគឺជាអាវុធនិងខែដ៏ធំបំផុតសម្រាប់សវណ្ណារី
សវណ្ណារីដែលគ្រប់គ្រងស្ថានភាពបានយ៉ាងពេញលេញបានចាប់ផ្ដើមវិភាគចោលប្លន់មាសរទ្ធីនៅចំពោះមុខនាងដោយប្រើការគិតដ៏ត្រជាក់ទីមួយភាពពិតប្រាកដនៃកាំភ្លើងគាត់កំពុងកាន់កាំភ្លើងដោយដៃញ័រចម្ប្រប់កានងកាំភ្លើងរេទៅរេមកដោយគ្មានទីដៅហើយមើលទៅគាត់គ្មានគំនិតក្នុងការតម្រង់គោលដៅទាល់តែសោះនេះមិនមែនជាឥរិយាបថរបស់អ្នកដែលទទួលបានការហ្វឹកហាត់ត្រឹមត្រូវនោះទេលើសពីនេះទៅទៀតវិញ្ញាណភាពនិងរូបរាងរបស់កាំភ្លើងមើលទៅមានលក្ខណៈគ្រើមវាមានលទ្ធភាពខ្ពស់ថាជាកាំភ្លើងចរឬកាំភ្លើងក្មេងលេងដែលយកមកគំរាមជាជាងកាំភ្លើងពិតទី2គម្រោងនិងគោលបំណងនៃបទល្មើសសកម្មភាពរបស់គាត់គឺធ្វើឡើងដោយអន្ទះសារនិងមិនស្ទាត់ជំនាញទាល់តែសោះគាត់គ្មានការយល់ដឹងអំពីការត្រួតពិនិត្យគម្លាតឬការគ្រប់គ្រងចំណាប់ខ្មាំងឡើយប្រសិនបើនេះជាការប្លន់ធនាគារដែលបានរៀបចំគម្រោងយ៉ាងម៉ត់ចត់រឿងដំបូងដែលគេត្រូវធ្វើគឺបិទបាំងកាមេរ៉ាសុវត្ថិភាពឬប្រមូលបុគ្គលិកទាំងអស់មកនៅកន្លែងតែមួយដើម្បីគ្រប់គ្រងឲ្យមានប្រសិទ្ធភាពប៉ុន្តែគាត់គ្រាន់តែស្រែកឡូឡាដោយគ្មានផែនការសម្រាប់សកម្មភាពបន្ទាប់តតែសោះនេះសបញ្ជាក់ថាគាត់ទំនងជាត្រូវបានរុញច្រានឲ្យធ្លាក់ក្នុងស្ថានភាពដ៏អស់សង្ឃឹមទើបបាត់បង់ការគ្រប់គ្រងនិងជ្រើសរើសផ្លូវដ៏ងើតងនេះទី3ឆន្ទៈក្នុងការបាញ់ប្រហារនៅក្នុងកែវភ្នែករបស់គាត់មានតែភាពភ័យខ្លាចនិងភាពអស់សង្ឃឹមប៉ុណ្ណោះដែលធំធេងជាងចិត្តណាសម្លាប់ឬភាពសាហាវយង់ក្នុងពេលនេះគាត់គឺជាអ្នកដែលកំពុងភ័យខ្លាចបំផុតចំពោះទង្វើដែលខ្លួនឯងកំពុងប្រព្រឹត្តមនុស្សប្រភេទនេះងាយនឹងរងគ្រោះបំផុតដោយសារស្ថានភាពដែលមិនបានរំពឹងទុកហើយប្រសិនបើពួកគេត្រូវរុញឲ្យតច្រកពួកគេអាចនឹងធ្វើសកម្មភាពគ្រោះថ្នាក់ប៉ុន្តែផ្ទុយទៅវិញប្រសិនបើយើងដាក់សម្ពាធផ្លូវចិត្តលើគេអាចនឹងដួលរំបានយ៉ាងងាយនៅក្នុងខួរក្បាលរបស់សវណ្ណារីមានការគណនា simulationរាប់សិបកំពុងដំណើរការពេលវេលាដែលត្រូវការដើម្បីបង្ក្រាបផ្លូវដែលល្អបំផុតនិងបញ្ហាដែលអាចកើតមាននាងបានស្វែងយល់យ៉ាងច្បាស់ពីធនាគារតូចមួយនេះប្រៀបបាននឹងសមរភូមិដែលនាងធ្លាប់ស្គាល់បំផុតអញ្ចឹងពេលនេះអ្វីដែលនៅសល់គឺការចាប់យកពេលវេលាដើម្បីធ្វើសកម្មភាពប៉ុណ្ណោះហុយភ្លាមនោះលោកតាចាស់ម្នាក់ដែលកំពុងអង្គុយនៅកៅអីរងចាំបានយកដៃអោបទ្រូងនិងដកដង្ហើមញាប់នោះគឺតាម៉េងដែលតែងតែមានបញ្ហាបេះដូងភាពតានតឹងនិងការភ័យខ្លាចកម្រិតខ្ពស់បានធ្វើឲ្យជំងឺប្រចាំកាយរបស់គាត់រើឡើងផ្ទៃមុខរបស់គាត់ចាប់ផ្ដើមស្លេកពណ៌ខៀវហើយរាងកាយរបស់គាត់ក៏ធ្លាក់ពីកៅអីទៅលើឥដ្ឋបន្តិចម្ដងអូទេងើបឡើងប្រឈមមុខនឹងស្ថានភាពដែលមិនបានរំពឹងទុកនេះមាសរទ្ធីពិតជាភ័យស្លន់ស្លោយ៉ាងខ្លាំងគាត់បានគ្រវីដៃកាន់កាំភ្លើងទៅរកតាម៉េងយ៉ាងប្រសេកប្រសាចសកម្មភាពនោះមិនមែនជាការគំរាមកំហែងទេប៉ុន្តែវាជាការប្រកាច់តក់ស្លុតរបស់ក្មេងដែលកំពុងភ័យខ្លាចទៅវិញភាពភ័យខ្លាចនៅក្នុងធនាគារកាន់តែមានសភាពធ្ងន់ធ្ងរឡើងនៅវិនាទីនោះច័ន្ទសវណ្ណារីបានចាប់ផ្ដើមធ្វើចលនានាងបានក្រោកឈរឡើងពីកៅអីយឺតបំផុតនៅក្នុងចលនារបស់នាងគ្មានសញ្ញាណាមួយនៃការគំរាមកំហែងតតែសោះវាប្រៀបបាននឹងស្ត្រីចំណាស់ក្នុងភូមិដែលឈឺជង្គង់ហើយកំពុងក្រោកឈរឡើងយ៉ាងប្រុងប្រយ័ត្នតាមបែបធម្មជាតិនិងទន់ភ្លន់ណែនាងឯងជាអ្នកណានៅឲ្យស្ងៀមពេលសង្កេតឃើញចលនារបស់សវណ្ណារីមាសរទ្ធីបានស្រែកបែកសំឡេងនិងចង្អុលកានងកាំភ្លើងមករកនាងប៉ុន្តែកានងកាំភ្លើងដែលកំពុងញ័រនោះគ្រាន់តែរេលែងនៅជុំវិញដើមទ្រូងរបស់នាងដោយគ្មានទីដែលច្បាស់លាស់តែប៉ុណ្ណោះសវណ្ណារីបានឈប់នៅស្ងៀមហើយលើកដៃទាំងពីរឡើងត្រឹមកម្ពស់ទ្រូងវាជាសញ្ញានៃការចុះចាញ់និងជាកាយវិការដែលបង្ហាញថានាងគ្មានអាវុធអ្វីទាំងអស់ទឹកមុខរបស់នាងស្ងប់ស្ងាត់គួរឲ្យភ្ញាក់ផ្អើលប្រៀបដូចជាភ្នែកនៃខ្យល់ព្យុះនៅចំកណ្ដាលនៃភាពវឹកវរទាំងអស់មានតែនាងម្នាក់គត់ដែលរក្សាបាននូវភាពស្ងប់ស្ងាត់ពួកឲ្យលោកតានោះចិត្តដាច់ខ្យល់ហើយគួរតែឲ្យថ្នាំបញ្ចុះឈាមគាត់ទើបបានសំឡេងរបស់នាងទាបនិងស្ងប់ស្ងាត់វាមានថាមពលក្នុងការបង្ហាញពីបំណងប្រាថ្នាយ៉ាងច្បាស់លាស់ដោយមិនញុះញង់ភាគីម្ខាងទៀតឡើយមាសរទ្ធីស្ទាក់ស្ទើរមួយផ្លែតកែវភ្នែកក្រហមរបស់គាត់សម្លឹងខ្វល់សម្លឹងមករវាងលោកតាដែលដួលសន្លប់និងសវណ្ណារីដោយភាពភ័យខ្លាចនៅក្នុងផែនការរបស់គាត់មិនមានរឿងលោកតាចាស់ឈឺបែបនេះទេនៅឲ្យស្ងៀមយកលុយដាក់ចូលថង់ឲ្យលឿនមកគាត់បានស្រែកគំហកទៅកាន់បុគ្គលិកបញ្ជ្រុំដងទៀតប៉ុន្តែចុងដង្ហើមនៃសំឡេងរបស់គាត់ពិតជាស្អកបែកយ៉ាងខ្លាំងរួចទៅហើយសវណ្ណារីបានដឹងយ៉ាងច្បាស់ថាស្នាមប្រេះស្រុតខាងផ្លូវចិត្តរបស់គាត់កាន់តែរីកធំឡើងនាងមិនបានបណ្ដោយឲ្យកន្លងផុតនៅពេលវេលាដ៏ខ្លីពេលដែលខ្សែភ្នែករបស់មាសរទ្ធីងាកទៅរកបញ្ចូលនោះទេនាងបានឈានជើងទៅមុខមួយជំហានទៀតដោយគ្មានសម្លេងវាជាបច្ចេកទេសផ្លាស់ទីដោយគ្មានសម្លេងដែលនាងបានរៀនពីកងទ័ពពិសេសចម្ងាយរវាងនាងនិងមាសរទ្ធីកាន់តែខិតជិតគ្នាមួយចំអាមទៀតនាងបានអានគ្រប់ភាសាកាយវិការទាំងអស់
ចាប់តាំងពីចលនាមិនប្រក្រតីការដកដង្ហើមរហូតដល់បរិមាណញើសរបស់គាត់ដើម្បីកែសម្រួលផែនការបង្ក្រាបដ៏ល្អបំផុតនៅក្នុងកែវភ្នែករបស់នាងមាសរិទ្ធីលែងជាគោលដៅនៃភាពភ័យខ្លាចទៀតហើយគាត់គ្រាន់តែជាគោលដៅដែលត្រូវបំបែកនិងវិភាគប៉ុណ្ណោះថយចេញប្រាប់ឲ្យថយចេញមិនមិនថយមាសរិទ្ធីដែលទើបតែដឹងថាសុវណ្ណារីបានដើរចូលមកជិតខ្លួនដោយមិនដឹងខ្លួនបានរន្ធត់និងដើរថយក្រោយពេលនេះខាងក្រោយខ្នងរបស់គាត់គឺជាជញ្ជាំងដ៏ត្រជាក់គាត់បានក្លាយជាកណ្ដុរដែលជាប់អន្ទាក់យ៉ាងល្អឥតខ្ចោះសុវណ្ណារីបានបិទផ្លូវរត់គេចខ្លួនរបស់គាត់ទាំងស្រុងសុវណ្ណារីបានឈប់ម្ដងទៀតហើយសម្លឹងមើលគាត់ចំលើកនេះវាជាខ្សែភ្នែកដែលលាយឡំដោយក្តីអាណិតអាសូរប៉ុន្តែជ្រៅជាសម្លឹងធ្លុះគ្រប់យ៉ាងតើខ្ញុំបានធ្វើអ្វីខុសមែនទេជាសំណួរដ៏ស្ងប់ស្ងាត់និងស្រទន់សំណួរនោះមាសរិទ្ធីធ្វើមុខលេងឡងហាក់ដូចជាមានគេយកញួរមកវាយក្បាលគាត់អញ្ចឹងគាត់បានរំពឹងទុកនៅប្រតិកម្មជាច្រើនដូចជាការស្រែកការតវ៉ាឬការអង្វរប៉ុន្តែសំណួរបែបនេះគាត់មិនដែលនឹកស្មានដល់តតែសោះខ្ញុំបានធ្វើអ្វីខុសអញ្ចឹងឬការពិតនាងពិតជាខុសហើយពេលនេះនាងកំពុងតែប្រឈមមុខនឹងមនុស្សកាន់កាំភ្លើងប្លន់ធនាគារតើប៉ុន្តែហេតុអ្វីបានជាស្ត្រីម្នាក់នេះសួរសំណួរបែបនេះយ៉ាងរំភើយដូចជាមនុស្សកំពុងសួរផ្លូវអញ្ចឹងនៅក្នុងរយៈពេលដ៏ខ្លីដែលខួរក្បាលរបស់គាត់ទេស្អាតនោះសុវណ្ណារីបានសម្លឹងចូលជ្រៅទៅក្នុងភ្នែករបស់គាត់នាងបានទម្លុះសម្បុកនៃភាពភ័យខ្លាចនិងភាពអស់សង្ឃឹមដែលគ្របដណ្ដប់លើផ្ទៃមុខរបស់គាត់ហើយបានរកឃើញនៅសមុទ្រនៃក្តីទុក្ខព្រួយដ៏ធំធេងដែលលាក់កំបាំងនៅខាងក្នុងភ្នែកនោះមិនមែនជាភ្នែករបស់ឧក្រិដ្ឋជនធម្មតានោះទេវាជាខ្សែភ្នែករបស់មនុស្សម្នាក់ដែលបាត់បង់ក្តីសង្ឃឹមទាំងអស់ហើយត្រូវបានគេរុញឲ្យធ្លាក់ទៅដល់មាត់ជ្រោះនៃជីវិតហើយនៅពេលដែលនាងបានបញ្ជាក់ពីអត្តសញ្ញាណនៃក្តីទុក្ខព្រួយនោះសុវណ្ណារីបានសម្រេចចិត្តលែងស្ទាក់ស្ទើរទៀតហើយឥឡូវនេះការរៀបចំទាំងអស់ត្រូវបានបញ្ចប់តើខ្ញុំបានធ្វើអ្វីខុសមែនទេសំឡេងរបស់ច័ន្ទសុវណ្ណារីបានទម្លុះក្រដាសជារបស់មាសរិទ្ធីប្រៀបដូចជាសំឡេងខ្សឹបរបស់មិត្តរួមតបដែលអាចស្ដាប់ឬតែម្នាក់ឯងនៅចំកណ្ដាលសមរភូមិដែលពោពេញដោយសូរក្រហមអញ្ចឹងសំណួរនោះមុតស្រួចជាងកាំបិតឬកាំភ្លើងទៅទៀតដោយវាបានចាក់ទម្លុះចូលទៅក្នុងខួរក្បាលដ៏ច្របូកច្របល់របស់គាត់ធ្វើខុសឬតើសំណួរនោះស័ក្តិសមសម្រាប់ស្ថានភាពបែបនេះទេពេលនេះគាត់កំពុងប្លន់ធនាគារគំរាមកំហែងមនុស្សនិងបំផ្លាញច្បាប់ទម្លាប់សង្គមវាពោពេញទៅដោយកំហុសទៅហើយប៉ុន្តែហេតុអ្វីបានជាខ្សែភ្នែកនិងសំឡេងរបស់ស្ត្រីម្នាក់នេះមិនបានកាត់ក្តីថាគាត់ជាឧក្រិដ្ឋជនអញ្ចឹងប្រៀបដូចជាមនុស្សធំសួរក្មេងវង្វេងផ្លូវថាក៏ផ្ទះឯងណែណាភាពស្ងប់ស្ងាត់នោះមានជម្រៅដែលមិនអាចយល់បានការដកដង្ហើមរបស់មាសរិទ្ធីកាន់តែខ្លាំងឡើងរូបរាងរបស់ច័ន្ទសុវណ្ណារីចាប់ផ្ដើមព្រើលនៅចំពោះមុខគាត់នាងមិនបានកាន់អាវុធឬបង្ហាញកាយវិការគំរាមកំហែងអ្វីឡើយនាងគ្រាន់តែលើកដៃទាំងពីរឡើងហើយយកកែវភ្នែកដ៏ស្ងប់ស្ងាត់ដូចជាបឹងទឹកសម្លឹងមកកាន់គាត់ប៉ុណ្ណោះនៅក្នុងកែវភ្នែកនោះគាត់បានមើលឃើញរូបរាងដ៏កំសត់របស់ខ្លួនឯងដែលកំពុងញាប់ញ័រដោយភាពភ័យខ្លាចទាំងកាន់កាំភ្លើងក្មេងលេងមិនដូចកាំភ្លើងមែនទែនផងក្តីអាម៉ាស់បានបោកបក់មកដូចជារលកនៅឲ្យស្ងៀមនាងឯងជាអ្នកណាឲ្យប្រកាសខ្ញុំគ្រាន់តែជាអ្នកភូមិដែលមករកស៊ីធម្មតាប៉ុន្តែលោកតាខាងនោះជិតស្លាប់ហើយប្រសិនបើគាត់មានគ្រោះថ្នាក់អ្វីមួយរឿងរបស់ពូនឹងកាន់តែធំហើយនេះនឹងលែងជាបទល្មើសប្លន់ទៀតហើយប៉ុន្តែវាអាចក្លាយជាបទល្មើសមនុស្សឃាតសុវណ្ណារីបានប្រើពាក្យសម្ដីសំហេតុផលដើម្បីពន្យល់ពីហានិភ័យនៃផែនការដ៏ទន់ខ្សោយរបស់គាត់ម្ដងមួយសំឡេងរបស់នាងមិនមានផ្ទុកការស្ដីបន្ទោសឬការស្អប់ខ្ពើមទេប៉ុន្តែមានតែទម្ងន់នៃការពិតសុទ្ធសាធប៉ុណ្ណោះនាងធ្លាប់មានបទពិសោធន៍ជាច្រើនក្នុងការចរចានិងសួរចម្លើយក្នុងអតីតកាលនាងដឹងច្បាស់ថាអ្វីដែលធ្វើឲ្យស្ត្រូវចុះចាញ់មិនមែនជាការខឹងសម្បារឬការគំរាមកំហែងនោះទេប៉ុន្តែជាភាសានៃការពិតដ៏ត្រជាក់ដែលធ្វើឲ្យភាគីម្ខាងទៀតដឹងខ្លួនឯងថាតើហេតុផលរបស់ពួកគេទន់ខ្សោយនិងគ្រោះថ្នាក់ប៉ុណ្ណាមាសរិទ្ធីស្រាប់តែស្រមៃឃើញដោយឯកឯងនៅលទ្ធផលដ៏គួរឲ្យរន្ធត់ដែលសកម្មភាពរបស់គាត់នឹងបង្កឡើងលោកតាចាស់ដែលក្អួតឈាមនិងដួលសន្លប់មនុស្សម្នាក់ដែលស្រែកយំហើយនៅទីបំផុតអនាគតរបស់គាត់ដែលត្រូវបាត់បង់អ្វីទាំងអស់ដោយជាប់ធ្នូដៃដែកដ៏ត្រជាក់ញើសបានហូរស្រក់ចេញពីដៃរបស់គាត់ដូចជាទឹកភ្លៀងធ្វើឲ្យកាំភ្លើងពណ៌ខ្មៅខុសពីធម្មតាបិទមាត់ខ្ញុំជាអ្នកចាត់ចែងខ្លួនឯងគាត់ព្យាយាមស្រែកធ្វើជាមិនខ្វល់ប៉ុន្តែសំឡេងនោះខ្សោយដូចជាក្រដាសត្រូវទឹកហើយបែកខ្ចាត់ខ្ចាយគាត់កំពុងតែដឹងខ្លួនថាគាត់លែងអាចគ្រប់គ្រងស្ថានភាពនេះបានទៀតហើយគាត់បានជាប់គុកខ្លួនឯងនៅក្នុងនរកដ៏តូចមួយដែលខ្លួនគាត់បានបង្កើតឡើង
សវណ្ណារីបានប្រកាសក្នុងចិត្តថាស្ថានភាពផ្លូវចិត្តរបស់គាត់បានឈានដល់ចំណុចកំពូលនៃការដួលរំហើយពេលនេះសរសៃប្រសាទរបស់នាងទាំងអស់ផ្ដោតទៅលើការញ័ររបស់សាច់ដុំតូចចលនានៃកែវភ្នែកនិងចន្លោះនៃការដកដង្ហើមរបស់មាសរិទ្ធីប៉ុណ្ណោះខួរក្បាលរបស់នាងលែងដំណើរការកិននាដ៏ស្មុគស្មាញទៀតហើយពេលនេះអ្វីទាំងអស់បានឈានចូលដល់ដែនកំណត់នៃសភាពគត់ដែលរាងកាយបានចងចាំវាជាការហ្វឹកហាត់ដែលត្រូវបានធ្វើឡើងរាប់រយរាប់ពាន់ដងក្នុងរយៈពេលជាង20ឆ្នាំមកនេះវាជាចលនាតែមួយគត់ដែលឆ្លៀតចូលក្នុងចន្លោះប្រហោងនៃការមិនប្រុងប្រយ័ត្នបំផុតនិងពេលដែលសត្រូវខ្សោយបំផុតនាងប្រៀបដូចជាអ្នករាំដែលកំពុងទប់ដង្ហើមសម្រាប់ក្បាច់បន្ទាប់ដោយប្រមូលថាមពលទាំងអស់ចូលទៅក្នុងដង្ហើមខាងក្នុងដ៏ជ្រៅបំផុតខ្យល់នៅក្នុងធនាគារហាក់ដូចជាកំពុងត្រូវបានបង្ហាប់សូម្បីតែសំឡេងនៃស្លឹកឈើមួយសន្លឹកដែលប៉ះនឹងកញ្ចក់បង្អួចដោយសារខ្យល់បក់ពីខាងក្រៅក៏ស្ដាប់ឮយ៉ាងច្បាស់នៅក្នុងភាពស្ងប់ស្ងាត់ដ៏ជ្រាលជ្រៅនោះលោកប្រធានសាខាសុកជាលោកយាយខុននិងអ្នកផ្សេងទៀតសុទ្ធតែទប់ដង្ហើមសម្លឹងមើលការប្រជុំមុខដ៏ចម្លែកនេះពួកគេទាំងអស់គ្នាមានអារម្មណ៍ថាមានអ្វីមួយដ៏អស្ចារ្យនឹងផ្ទុះឡើងក្នុងពេលឆាប់នេះសវណ្ណារីបានបោះជំហានរបស់នាងដោយគ្មានសម្លេងម្ដងទៀតលើកនេះគឺកន្លះជំហានវាជាចលនាដ៏តូចមួយដែលមាសរិទ្ធីមិនអាចប្រតិកម្មទាន់នោះទេចម្ងាយរវាងនាងនិងគាត់ពេលនេះគឺអាចលូកដៃដល់ហើយវាគឺជាចម្ងាយដែលអាចសម្លាប់បានយ៉ាងងាយពូជសវណ្ណារីនិយាយម្ដងទៀតទោះជាឈប់នៅពេលនេះក៏នៅតែមិនទាន់ហួសពេលដែរប្រហែលជាមិនអាចកែប្រែអ្វីទាំងអស់បានទេប៉ុន្តែយ៉ាងហោចណាស់វានៅតែប្រសើរជាងពេលនេះដែរសំឡេងរបស់នាងស្ដាប់ទៅប្រៀបដូចជាសំឡេងនៃព្រះដ៏មានព្រះហឫទ័យមេត្តាករុណាដែលផ្ដល់ឱកាសចុងក្រោយអញ្ចឹងឬសំឡេងនោះបេះដូងរបស់មាសរិទ្ធីបានរង្គោះរង្គើយ៉ាងខ្លាំងត្រូវហើយគាត់ចង់បញ្ឈប់វាណាស់គាត់ចង់បញ្ចប់ឈុតឆាកដ៏គួរឲ្យរន្ធត់នេះប៉ុន្តែធ្វើម៉េចទៅទឹកបានកំពុកទៅហើយទ្វារក៏បានចាក់សោហើយមនុស្សម្នាក់ក៏កំពុងញាប់ញ័រដោយការភ័យខ្លាចមកដល់ពេលនេះគាត់មិនអាចគ្រាន់តែនិយាយថាក៏សុំទោសខ្ញុំច្រឡំទេហើយដើរចេញទៅក្រៅបាននោះទេនៅក្នុងកែវភ្នែករបស់គាត់ពោពេញទៅដោយពន្លឺនៃការសោកស្ដាយនិងការអស់សង្ឃឹមក្នុងពេលតែមួយស្មារបស់គាត់បានធ្លាក់ចុះកម្លាំងនៅក្នុងដៃដែលកាន់កាំភ្លើងក៏ចាប់ផ្ដើមស្រកចុះនៅវិនាទីនោះហើយអូយខ្ញុំស្លាប់ហើយយាយខុនស្រាប់តែស្រែកឮហើយដួលចុះទៅចំហៀងហាក់ដូចជាបាត់បង់លំនឹងវាបណ្ដាលមកពីជើងដែលខំទ្រទម្ងន់ខ្លួនក្នុងភាពតានតឹងខ្លាំងពេកអស់កម្លាំងទប់ទល់គាត់បានលើកដៃវាវាន់ក្នុងខ្យល់ដើម្បីព្យាយាមតោងចាប់ផើងផ្កាដែលនៅក្បែរនោះពេលនេះហើយនៅវិនាទីនោះពេលដែលកែវភ្នែករបស់មាសរិទ្ធីងាកទៅរកប្រភពសម្លេងដោយស្វ័យប្រវត្តិពេលវេលាបានផ្លាស់ប្ដូរល្បឿនហូរខុសពីធម្មតាសម្រាប់ច័ន្ទសវណ្ណារីរាល់សម្លេងនិងចលនានៅលើលោកហាក់ដូចជាដើរយឺតហើយសមរភូមិមួយដែលនៅសល់តែនាងនិងគោលដៅមាសរិទ្ធីត្រូវបានលាតត្រដាងឡើងយ៉ាងច្បាស់0.1 វិនាទីជើងរបស់សវណ្ណារីធាក់លើកម្រាលឥដ្ឋវាមិនមែនគ្រាន់តែជាចលនាធម្មតានោះទេវាគឺជាកម្លាំងរុញច្រានដោយគ្មានសម្លេងដែលបង្កើតឡើងដោយការផ្ទុះនៃសាច់ដុំជើងដ៏រឹងមាំដែលនាងបានហ្វឹកហាត់អស់រយៈពេលជាច្រើនឆ្នាំរាងកាយរបស់នាងបានស្ទុះហោះទៅមុខយ៉ាងលឿននិងទាបប្រៀបដូចជាខ្លាខិនលោតត្របាក់ចំណីអញ្ចឹង0.3 វិនាទីដៃឆ្វេងរបស់នាងបានចាប់រុំក្តាយស្ដាំរបស់មាសរិទ្ធីដែលកំពុងកាន់កាំភ្លើងយ៉ាងជាក់លាក់វាជាការក្តាប់ដ៏មានអំណាចនិងដាច់អហង្ការប្រៀបដូចជាដង្កាប់ដែកដែលកំពុងតែរឹតបន្តឹងមាសរិទ្ធីមានអារម្មណ៍ដូចជាមានចរន្តអគ្គិសនីឆក់ត្រង់ក្តាយរបស់គាត់ហើយមានអារម្មណ៍ថាដៃរបស់គាត់លែងជារបស់គាត់ទៀតហើយ0.5 វិនាទីក្នុងពេលជាមួយគ្នានោះដៃស្ដាំរបស់សវណ្ណារីបានបញ្ឈរកែមបាតដៃហើយវាចំកន្លែងប្រមូលផ្ដុំសរសៃប្រសាទនៅខាងក្នុងកែងដៃរបស់គាត់យ៉ាងច្បាស់លាស់សំឡេងក្តឹបដ៏ធ្ងន់បានបន្លឺឡើងព្រមជាមួយនឹងការឈឺចាប់និងការស្ពឹកស្រពន់យ៉ាងខ្លាំងបានរាលដាលពាសពេញដៃទាំងមូលរបស់មាសរិទ្ធីកម្លាំងនៅក្នុងកណ្ដាប់ដៃរបស់គាត់បានបាត់បង់ទាំងស្រុងហើយវត្ថុពណ៌ខ្មៅដែលគាត់ខំប្រឹងក្តាប់ជាប់ក៏បានធ្លាក់ទៅលើឥដ្ឋសំឡេងដែលឮមិនមែនជាសំឡេងក្រាក់នៃលោហៈទេប៉ុន្តែវាជាសំឡេងស្រាលនិងទេស្អាតវាជាសំឡេងជ័រផ្លាស្ទិកប៉ះទង្គិចគ្នាមិនមែនដែកទេការសន្និដ្ឋានរបស់សវណ្ណារីត្រឹមត្រូវវាគ្រាន់តែជាកាំភ្លើងជ័រក្មេងលេងថោកទាបដែលក្មេងយកមកលេងប៉ុណ្ណោះ0.7 វិនាទីរាងកាយរបស់សវណ្ណារីមិនបានឈប់ត្រឹមនឹងទេនាងនៅតែកាន់ដៃរបស់មាសរិទ្ធីជាប់រួចក៏រំកិលខ្លួនចូលទៅខាងក្រោយខ្នងរបស់គាត់ដូចជាទឹកហូរក្រោមចលនាដែលប្រើទម្ងន់ខ្លួននិងកម្លាំងបង្វិលរាងកាយរបស់បុរសពេញវ័យដូចជាមាសរិទ្ធីត្រូវបានបង្វិលដោយគ្មានការតស៊ូប្រៀបដូចជាទតាក្រដាសអញ្ចឹង
1.0 វិនាទីសវណ្ណារីបានចូលទៅឈរនៅខាងក្រោយខ្នងរបស់គាត់យ៉ាងល្អឥតខ្ចោះហើយនាងក៏ចាប់កាច់ដៃរបស់គាត់ទៅខាងក្រោយខ្នងរុញឡើងលើវាជាមុំកាច់ដ៏ឈឺចាប់ដែលស្ទើរតែធ្វើឲ្យសន្លាក់ស្មាផ្លាតចេញពីគ្នាមាសរទ្ធីមិនអាចសំបីតែស្រែកគាត់គ្រាន់តែដកដង្ហើមខឹកមួយម៉ាត់ហើយដួលផ្កាប់មុខទៅលើអេតគ្រប់ស្ថានភាពទាំងអស់ត្រូវបានបញ្ចប់ក្នុងមួយប៉ព្រិចភ្នែកភាពស្ងប់ស្ងាត់ទាំងស្រុងបានគ្រប់ដណ្ដប់ធនាគារមួយសន្ទុះប៉ុន្មានវិនាទីមុនចោលប្លន់ដែលជាតួអង្គនៃភាពភ័យខ្លាចពេលនេះកំពុងដេកផ្កាប់មុខផ្ទាល់នឹងអេតដែលម្ខាងត្រូវបានគេកាច់ទៅក្រោយគ្មានសមត្ថភាពតស៊ូអ្វីទាំងអស់ហើយអ្នកដែលបង្ក្រាបគាត់មិនមែនជាប៉ូលីសប្រដាប់ដោយកាំភ្លើងឬកាំបិតនោះទេប៉ុន្តែជាច័ន្ទសវណ្ណារីក្នុងសម្លៀកបំពាក់អាវក្បាសក្រៅសាមញ្ញដែលកាលពីមុននេះបន្តិចមើលទៅគ្រាន់តែជាស្ត្រីអ្នកភូមិធម្មតាម្នាក់ប៉ុណ្ណោះមនុស្សម្នាសម្លឹងមើលទិដ្ឋភាពនៅចំពោះមុខពួកគេដោយភ្នែកស្លឺហាក់ដូចជាមិនជឿនៅអ្វីដែលពួកគេបានឃើញលោកប្រធានសាខាសុកជាហើបមាត់ធ្លាក់ធ្គាមនៅស្ងៀមត្រឹងហើយបុគ្គលិកស្រីវ័យក្មេងកំពុងយកដៃទាំងពីរខ្ទប់មាត់យាយខុនក៏បានក្រោកឈរត្រង់ខ្លួនវិញតាំងពីពេលណាមិនដឹងដោយសម្លឹងមើលសវណ្ណារីទាំងភ្នែកធំដោយក្តីភ្ញាក់ផ្អើលសវណ្ណារីដែលកំពុងប្រើជង្គង់សង្កត់កញ្ចឹងរបស់មាសរទ្ធីយ៉ាងខ្លាំងបាននិយាយដោយសំឡេងច្បាស់លាស់មិនមានការរអាក់រអួលឡើយគីលោកប្រធានសាខាសូមទូរស័ព្ទរាយការណ៍ទៅប៉ូលីសឥឡូវនេះភ្លាមប្រាប់ពួកគេថាចោរត្រូវបានបង្ក្រាបហើយពួកគេអាចមកយឺតបន្តិចក៏បានសំឡេងរបស់នាងគ្មានភាពរំភើបឬញាប់ញ័រឡើយនាងនិយាយយ៉ាងស្ងប់ស្ងាត់និងច្បាស់លាស់ប្រៀបដូចជាកំពុងអានសៀវភៅណែនាំជំហានបន្ទាប់អញ្ចឹងទើបតែពេលនោះទេលោកសុកជាទើបដឹងខ្លួនហើយប្រញាប់ប្រញាល់លើកទូរស័ព្ទឡើងយ៉ាងតក់ក្រហល់ច័ន្ទសវណ្ណារីបានសម្លឹងចុះទៅមើលមាសរទ្ធីដែលដេកដួលនៅលើឥដ្ឋនៅក្នុងកែវភ្នែករបស់នាងមានភាពត្រជាក់ស្រេបនៃកងទ័ពដែលទើបតែបានបំពេញបេសកកម្មដោយជោគជ័យប៉ុន្តែលើសពីភាពត្រជាក់ស្រេបនោះនាងមានអារម្មណ៍វិចារញ្ញាណថាស្ថានភាពនេះនៅមិនទាន់ចប់នៅឡើយទេក្តីអស់សង្ឃឹមរបស់បុរសដែលកាន់កាំភ្លើងចូលមកប្លន់ធនាគារមិនអាចបញ្ចប់ដោយងាយបែបនេះទេស្មារបស់មាសរទ្ធីដែលត្រូវសង្កត់ជាប់នឹងអេតបានចាប់ផ្ដើមញ័រតិចវាគឺជាសម្លេងខ្សឹបខ្សួលនៃការយំវាជាសម្លេងដែលលាយឡំរវាងភាពអាម៉ាស់ក្តីអស់សង្ឃឹមនិងការយល់ព្រមទទួលស្គាល់ថាអ្វីទាំងអស់ត្រូវបានបញ្ចប់ហើយទឹកភ្នែកក្តៅវណ្ហបានហូរស្រក់ពីថ្ពាល់របស់គាត់មកជោគកម្រាលឥតការ៉ូដ៏ត្រជាក់ច័ន្ទសវណ្ណារីបន្តសង្កត់គាត់ជាប់ដោយមិននិយាយអ្វីទាំងអស់នាងដឹងច្បាស់ថាក្នុងស្ថានភាពបែបនេះការលួងលោមឬការនិយាយស្ដីដោយធ្វេសប្រហែសអាចនឹងក្លាយជាថ្នាំពុលទៅវិញនាងត្រូវរងចាំរហូតដល់ភាគីម្ខាងទៀតដួលរំទាំងស្រុងដោយសារតែទម្ងន់នៃអារម្មណ៍របស់ខ្លួនឯងលុះត្រាតែបែបនោះទើបការពិតអាចលេចចេញជារូបរាងបានប៉ុន្តែភ្លាមនោះដៃឆ្វេងដែលនៅសល់របស់មាសរទ្ធីបានកម្រើកហើយលូកទៅរកហោប៉ៅចំហៀងរបស់គាត់នោះមិនមែនជាចលនារបស់អ្នកចុះចាញ់ទេវាជាការបំរាស់ចុងក្រោយញៀនដឹងរបស់សវណ្ណារីបានចាប់ផ្ដើមមុតស្រួចម្ដងទៀតស្លាប់ក៏ស្លាប់ចុះខ្ញុំមិនអាចស្លាប់បែបនេះទេមាសរទ្ធីបានស្រែកស្ទើរតែដោយការយំសោកសង្រេងហើយបានទាញវត្ថុអ្វីមួយចេញពីហោប៉ៅមកវិសាវីពន្លឺពណ៌ប្រាក់ភ្លឺភ្លេកវាគឺជាកូនកាំបិតចិត្តផ្លែឈើតូចមួយដែលចាស់និងច្រេះកាំបិតដ៏តូចនិងគ្មានតម្លៃដែលគេច្រើនប្រើសម្រាប់ចិត្តផ្លែឈើប៉ុន្តែបើវាស្ថិតនៅក្នុងដៃរបស់មនុស្សដែលហ៊ានប្រថុយជីវិតវាអាចក្លាយជាអាវុធប្រឡាយជីវិតបានមុខកាំបិតត្រូវបានគ្រវីឆ្វេងឆ្វាយក្នុងខ្យល់យ៉ាងគួរឲ្យខ្លាចប៉ុន្តែសវណ្ណារីមិនបានព្រិចភ្នែកសំបីតែមួយដងសម្រាប់នាងចលនានោះហាក់ដូចជាវីដេអូចាក់យឺតអញ្ចឹងនាងបានដកជង្គង់ដែលសង្កត់លើកញ្ចឹងរបស់គាត់ចេញព្រមទាំងអន់ខ្លួនចុះហើយលូកដៃទៅរកដៃរបស់គាត់ដែលកំពុងកាន់កាំបិតផាច់ជាការវាយលុកដ៏សាមញ្ញនិងច្បាស់លាស់ម្ដងទៀតកែមបាតដៃរបស់សវណ្ណារីបានវាយចំខាងក្នុងក្ដៃរបស់គាត់យ៉ាងច្បាស់កម្លាំងនៅក្នុងដៃរបស់មាសរទ្ធីបានបាត់បង់កូនកាំបិតចិត្តផ្លែឈើក៏ធ្លាក់ទៅលើឥដ្ឋបន្លឺសំឡេងក្រែងហើយរមៀលចេញឆ្ងាយវាជាចលនាដែលលឿនជាងការបង្ក្រាបលើកទី1ទៅទៀតហើយវាពិតជាសាមញ្ញរហូតដល់កម្រិតសាហាវយំខ្នងពេលនេះមាសរទ្ធីគ្មានមធ្យោបាយតស៊ូអ្វីសេះសល់ទៀតទេគាត់ត្រូវបានលាតត្រដាងទាំងស្រុងហើយត្រូវប្រឈមមុខនឹងភាពកំសោយរបស់ខ្លួនឯងនៅពេលដែលក្តីសង្ឃឹមទាំងអស់បានរលាយបាត់ខ្សែសរសៃចុងក្រោយដែលធ្វើឲ្យគាត់តស៊ូទប់ទល់ក៏ត្រូវបានកាត់ផ្ដាច់ហើយសូមជួយសង្គ្រោះខ្ញុំផងខ្ញុំសូមអង្វរទីបំផុតអ្វីដែលផ្ទុះចេញពីមាត់របស់គាត់មិនមែនជាការតស៊ូឬកំហឹងទេប៉ុន្តែជាការយំសោកបោកខ្លួនយ៉ាងកំសត់គាត់បានដួលរំទាំងស្រុងគាត់យកថ្ងាសអុកផ្ទាល់នឹងអេតហើយចាប់ផ្ដើមយំខ្លាំងដូចជាកូនក្មេងកូនប្រុសរបស់ខ្ញុំកូនវាសនារបស់ខ្ញុំកំពុងកើតជំងឺមហារីកឈាមគេត្រូវបដូរខួរឆ្អឹងប៉ុន្តែខ្ញុំគ្មានលុយបង់ថ្លៃពេទ្យទេទើបមិនអាចវះកាត់បានពេលនេះគេជិតស្លាប់ហើយ
រពាក្យពេចន៍របស់គាត់សុទ្ធតែផ្ទុះចេញមកជាមួយនឹងការឈឺចាប់ដែលហាក់ដូចជារហែកបេះដូងអញ្ចឹងអ្នកគ្រប់គ្នានៅក្នុងធនាគារបានទប់ដង្ហើមស្ថានភាពពេលនេះលែងជាករណីចោរប្លន់ធនាគារធម្មតាទៀតហើយវាគឺជាការតស៊ូបម្រះដ៏គួរឲ្យសង្វេគនិងសោកនាដកម្មរបស់ឪពុកម្នាក់ដើម្បីសង្គ្រោះជីវិតកូនប្រុសរបស់ខ្លួនខ្ញុំធ្វើការសំណងស៊ីឈ្នួលមួយថ្ងៃសម្រាប់ហូបមួយថ្ងៃប៉ុន្តែប៉ុន្មានថ្ងៃមុនខ្ញុំមានគ្រោះថ្នាក់របួសជើងធ្វើការលែងកើតពួកម្ចាស់បំណុលចងការប្រាក់មកតាមទាររាល់ថ្ងៃនៅផ្ទះខ្ញុំគ្មានផ្លូវជ្រើសរើសទៀតទេការពិតមែនណាសូមអង្វរជួយកូនវាសនារបស់ខ្ញុំផងជួយកូនប្រុសខ្ញុំផងហុយការស្រែកយំរបស់មាសរិទ្ធីបានចាក់ទម្លុះចូលទៅក្នុងបេះដូងរបស់សុវណ្ណារីយ៉ាងមុតស្រួចនាងធ្លាប់ប្រឈមមុខនឹងស្ត្រូវនិងឧក្រិដ្ឋជនរាប់មិនអស់ភេរវករដែលងប់ងល់នឹងនគវិជ្ជាជ្រុលនិយមឧក្រិដ្ឋជនសាហាវដែលល្ងើតងល់ដោយសារលុយនិងអ្នកមានអំណាចពុករលួយដែលឈួតនឹងអំណាចនៅក្នុងកែវភ្នែករបស់ពួកគេនាងបានឃើញតែភាពលោភលន់ការស្អប់ខ្ពើមនិងភាពឈួតលីលាប៉ុន្តែពេលនេះនៅក្នុងទឹកភ្នែកនឹងការស្រែកយំរបស់បុរសម្នាក់ដែលកំពុងយំនៅក្រោមជើងរបស់នាងគ្មានអំពើអាក្រក់អ្វីទាល់តែសោះមានតែភាពអសមត្ថភាពរបស់ឪពុកម្នាក់ដែលមិនអាចសង្គ្រោះជីវិតកូននិងទុក្ខសោកដ៏ខ្លាំងក្លារួមជាមួយនឹងក្តីអស់សង្ឃឹមយ៉ាងជ្រាលជ្រៅចំពោះលោកីនេះប៉ុណ្ណោះស្រាប់តែនាងដឹងខ្លួនភ្លាមអ្វីដែលនាងទើបតែបានបង្ក្រាបនេះមិនមែនជាចោរប្លន់ទេប៉ុន្តែគឺជាឪពុកម្នាក់ដែលត្រូវបានរុញច្រានទៅដល់ស្ថានភាពតច្រកនិងត្រូវបានបំផ្លាញផ្លូវចិត្តខ្ទេចខ្ទាំអស់ទៅហើយពន្លឺដ៏ត្រជាក់នៃកងទ័ពនៅក្នុងកែវភ្នែករបស់នាងបានរសាយបន្តិចម្ដងហើយជំនួសមកវិញដោយក្តីមេត្តានិងភាពអាណិតអាសូរយ៉ាងជ្រាលជ្រៅនាងបានបន្ថយកម្លាំងពីដៃរបស់មាសរិទ្ធីដែលនាងបានកាច់ទៅខាងក្រោយខ្នងនោះយ៉ាងប្រុងប្រយ័ត្ននៅពេលនោះសំឡេងសារ៉ែនបានបន្លឺឡើងយ៉ាងស្រាលពីចម្ងាយតាមបង្អួចកញ្ចក់សំឡេងខ្វីវ៉ូបានបំបែកមេឃរដូវរំហើយដ៏ស្ងប់ស្ងាត់នៃភូមិដាក្រៀមហើយកាន់តែខិតជិតមកដល់ពេលវេលានៃពិភពការពិតបានចាប់ផ្ដើមហូរម្ដងទៀតសុវណ្ណារីបានប្រើជើងទាត់កូនកាំបិតតូចដែលធ្លាក់នៅលើឥដ្ឋឲ្យចេញទៅឆ្ងាយបន្ទាប់មកនាងបានលុតជង្គង់អង្គុយចុះក្បែរមាសរិទ្ធីយឺតហាក់ដូចជានាងបានសម្រេចចិត្តរួចរាល់ហើយសំឡេងសារ៉ែនដែលកាន់តែខិតជិតមកដល់បានធ្វើឲ្យកញ្ចក់បង្អួចញ័រតិចសម្រាប់មាសរិទ្ធីវាគឺជាសំឡេងនៃការកាត់ក្តីដែលមិនអាចគេចផុតបានរីឯសម្រាប់អ្នកផ្សេងទៀតនៅក្នុងធនាគារវាគឺជាសំឡេងរ៉ូតដែលប្រកាសពីទីបញ្ចប់នៃសុបិនអាក្រក់ដ៏វែងអន្លាយប៉ុន្តែចន្លោះតូចមួយរវាងច័ន្ទសុវណ្ណារីនិងមាសរិទ្ធីបែរជាប្រៀបដូចជាកោះដ៏ស្ងប់ស្ងាត់មួយដែលសំឡេងរំខាននោះមិនអាចជ្រាបចូលបានតតែសោះសុវណ្ណារីដែលកំពុងលុតជង្គង់បានដាក់ដៃយ៉ាងស្រាលលើស្មារបស់មាសរិទ្ធីដែលកំពុងយំសោកដៃរបស់នាងមិនក្តៅហើយក៏មិនត្រជាក់ដែរវាគ្រាន់តែបញ្ចេញនូវទម្ងន់ដ៏រឹងមាំមួយដើម្បីទទួលយកក្តីអស់សង្ឃឹមរបស់គាត់ដោយស្ងៀមស្ងាត់ទឹកចិត្តរបស់ឪពុកដើម្បីកូនខ្ញុំនឹងមិននិយាយថាវាជាកំហុសនោះទេជីសុវណ្ណារីបានបន្លឺសំឡេងយ៉ាងស្រាលសំឡេងរបស់នាងទាបបំផុតប៉ុន្តែវាច្បាស់គ្រប់គ្រាន់ដែលអ្នកគ្រប់គ្នានៅក្នុងធនាគារអាចស្ដាប់ឬប៉ុន្តែហេតុអ្វីបានជាពូព្យាយាមស្វែងរកមាគ្រាជាឪពុកនៅលើផ្លូវល្មើសច្បាប់បែបនេះបើមិនមែនផ្លូវនេះទេតើពូពិតជាមើលមិនឃើញផ្លូវផ្សេងមែនទេនេះមិនមែនជាការស្ដីបន្ទោសទេវាគឺជាសំណួរដែលសួរទៅកាន់ឫសគល់នៃភាពជាមនុស្សដោយក្តីឆ្ងល់យ៉ាងស្មោះត្រង់សំណួរនោះមាសរិទ្ធីបានងើបក្បាលឡើងផ្ទៃមុខរបស់គាត់ដែលប្រឡាក់ដោយទឹកភ្នែកនិងទឹកសម្បោរមើលទៅគួរឲ្យសង្វេគខ្លាំងណាស់ប៉ុន្តែនៅក្នុងកែវភ្នែករបស់គាត់មានពន្លឺនៃការដោះសាកសោយបានលេចឡើងជាលើកដំបូងគ្មានផ្លូវទេគាត់ស្រែកចេញមកដោយសំឡេងស្អកគ្មានការងារណាដែលខ្ញុំមិនបានធ្វើទេព្រឹកព្រលឹមខ្ញុំចេញទៅស៊ីឈ្នួលនៅកន្លែងសំណង់យប់ឡើងខ្ញុំដើររត់ម៉ូតូឌុបខ្ញុំធ្លាប់រមៀលខ្លួននៅកន្លែងសំណង់ខ្ញុំធ្លាប់លាងចាននៅហាងបាយប៉ុន្តែថ្លៃពេទ្យកូនគឺធំដូចភ្នំខ្ញុំសុខចិត្តឲ្យរាងកាយនេះខ្ទេចខ្ទីឲ្យតែគេឲ្យខ្ញុំខ្ចីលុយខ្ញុំធ្លាប់លុតជង្គង់អង្វរគេហើយប៉ុន្តែកម្រិតនៃធនាគារវាខ្ពស់ជាងមេឃទៅទៀតហើយអ្នកដែលខ្ញុំស្គាល់សុទ្ធតែជាអ្នកដែលលំបាកជាងខ្ញុំទៅទៀតពួកចងការប្រាក់មកដល់ផ្ទះរាល់ថ្ងៃហើយចាត់ទុកខ្ញុំដូចជាសត្វនៅចំពោះមុខកូនប្រុសដែលកំពុងតែឈឺរបស់ខ្ញុំគ្មានមធ្យោបាយទេពិតជាគ្មានមធ្យោបាយទេក្រៅពីផ្លូវមួយនេះរាល់ពាក្យសម្ដីរបស់គាត់គឺជាការស្រែកធ្ងោចេញពីបេះដូងរបស់បុរសម្នាក់ដែលត្រូវបានគេបោះបង់ចោលនៅកន្លែងងឹតនិងត្រជាក់បំផុតនៃសង្គមនេះឬភាពកំសត់នេះបុគ្គលិកស្រីនៅបញ្ជរបានជូតទឹកភ្នែកដោយស្ងៀមស្ងាត់ហើយលោកប្រធានសាខាសុកជាក៏អោនក្បាលចុះដោយទឹកមុខសោកសៅគ្រប់គ្នាដឹងថាពាក្យសម្ដីរបស់គាត់មិនមែនជាការភូតកុហកទេ
វាគឺជាសោកនាដកម្មដែលតែងតែកើតឡើងជារៀងរាល់ថ្ងៃនៅកន្លែងណាមួយក្នុងពិភពលោកដែលមើលទៅហាក់ដូចជាសុខសាន្តនេះប៉ុន្តែទឹកមុខរបស់សវណ្ណារីនៅតែមិនផ្លាស់ប្ដូរកែវភ្នែករបស់នាងបង្ហាញពីការអាណិតអាសូរចំពោះការឈឺចាប់របស់គាត់ប៉ុន្តែក៏បង្កប់នូវភាពម៉ឺងម៉ាត់ដែលមិនយល់ស្របចំពោះជម្រើសរបស់គាត់តតែសោះអីចឹងហើយទើបពូចង់ស្លាប់មែនទេពូជាអ្នកដែលដឹងច្បាស់ជាងគេថាការប្លន់ធនាគារដោយប្រើកាំភ្លើងចោលក្មេងលេងនេះគ្មានផ្លូវជោគជ័យឡើយនេះមិនមែនជាផែនការដើម្បីលួចលុយទេនៅពេលដែលពូគិតថាទ្វារទាំងអស់នៅលើពិភពលោកត្រូវបានបិទពូគិតថាទីនេះគឺជាទ្វារចុងក្រោយរួចក៏មកបុកតែម្ដងពូគិតថាបើត្រូវចាប់ខ្លួនពូនឹងសងកំហុសនៅក្នុងគុកហើយបើបរាជ័យរហូតដល់ស្លាប់នោះពូអាចបញ្ចប់ការឈឺចាប់នេះបានត្រូវទេមាសរទ្ធីហាក់ដូចជាត្រូវគេចាក់ចំទម្លុះបេះដូងគាត់និយាយមិនចេញសំបីមួយម៉ាត់នាងបានអានចិត្តគំនិតដ៏ជ្រាលជ្រៅបំផុតរបស់គាត់ដែលជាភាពកំសាកដែលសំបីតែរូបគាត់ផ្ទាល់ក៏មិនចង់ទទួលស្គាល់ផងដែរសវណ្ណារីបានទទួលយកភាពស្ងៀមស្ងាត់របស់គាត់ជាការឆ្លើយតបយល់ព្រមហើយក៏បន្តនិយាយទៀតនៅក្នុងសំឡេងរបស់នាងមានទម្ងន់នៃមេបញ្ជាការដែលធ្លាប់បានឃើញសេចក្តីស្លាប់រាប់មិនអស់និងធ្លាប់បានព្យាយាមទាញយុវជនជាច្រើនឲ្យត្រឡប់មកពីមាត់ទ្វារនៃសេចក្តីស្លាប់ការស្លាប់គឺជារឿងងាយស្រួលក៏មួយឃ្លានោះបានកាត់ផ្ដាច់ខ្យល់នៅក្នុងធនាគារគ្រាន់តែទាញកាយកាំភ្លើងមួយចំហៀងឆូតកាំបិតមួយឆ្នូតឬលោតចុះពីទីខ្ពស់អ្វីហាក់ដូចជានឹងត្រូវបញ្ចប់ប៉ុន្តែវាគឺជាការយល់ខុសហើយការស្លាប់គ្រាន់តែជាការរត់គេចដ៏ងាយស្រួលបំផុតប៉ុណ្ណោះរឿងដែលលំបាកពិតប្រាកដគឺការរស់នៅឆ្លងកាត់ថ្ងៃនេះដោយបើកភ្នែកធំប្រឈមមុខនឹងការឈឺចាប់ក្តីអស់សង្ឃឹមនិងភាពអយុត្តិធម៌ទាំងអស់នេះការរស់នៅទើបជារឿងលំបាកនាងសម្លឹងមើលភ្នែកមាសរទ្ធីចំពូនិយាយថាពូចង់ក្លាយជាឪពុកដែលមិនគួរឲ្យខ្មាស់អៀនចំពោះកូនប្រុសមែនទេបើអញ្ចឹងពូរឹតតែមិនត្រូវស្លាប់ទៅទៀតអ្វីដែលគួរឲ្យខ្លាចជាងការដែលឪពុកចូលគុកគឺការដែលកូនប្រុសត្រូវរែកពន្ធការពិតដែលថាឪពុករបស់គេបានបោះបង់ជីវិតហើយគេត្រូវរស់នៅជាមួយរឿងនេះអស់មួយជីវិតតើពូចង់ដាក់បន្ទុកដ៏គួរឲ្យរន្ធត់បែបនេះទៅឲ្យកូនមែនទេទេមាសរទ្ធីគ្រវីក្បាលបដិសេធហើយយំស្រែកបើអញ្ចឹងក្រោកឈរឡើងសំឡេងរបស់សវណ្ណារីពោពេញទៅដោយថាមពលក្រោកឈរឡើងវិញពីកន្លែងដែលពូបានដួលរំនោះកុំរត់គេចពីទម្ងន់នៃអំពើបាបប៉ុន្តែត្រូវរែកពន្ធវាឲ្យពេញលេញហើយត្រូវឈរឲ្យត្រង់នៅកន្លែងដែលកូនប្រុសវាសនារបស់ពូកំពុងសម្លឹងមើលមិនមែនឈរនៅលើកំពូលដែលកសាងឡើងដោយឧក្រិដ្ឋជនទេប៉ុន្តែទោះបីជាត្រូវបាត់បង់អ្វីទាំងអស់ហើយមានតែមុខរបួសក៏ដោយពូត្រូវតែក្រោកឈរជាថ្មីក្នុងនាមជាមនុស្សម្នាក់និងជាឪពុកម្នាក់នោះគឺជាភាពក្លាហានតែមួយគត់និងអស្ចារ្យបំផុតដែលពូអាចបង្ហាញទៅកាន់កូនប្រុសរបស់ពូបានប្រាវនៅពេលនោះទ្វារធនាគារត្រូវបានបើកយ៉ាងគំហុកហើយកងកម្លាំងប៉ូលីសអន្តរាគមន៍ដែលប្រដាប់ដោយអាវុធអាវក្រោះនិងមុខការពារបានសម្រុកចូលមកនៅក្នុងដៃរបស់ពួកគេមានកាំភ្លើងខ្លីនិងកាំភ្លើងឆក់រៀបចំរួចជាស្រេចកុំកំរើកលើកដៃឡើងសំឡេងស្រែកយ៉ាងមុតស្រួចរួមជាមួយនឹងពេលវេលានៃការប្រជុំមុខដ៏តានតឹងបានចាប់ផ្ដើមម្ដងទៀតប៉ុន្តែសវណ្ណារីមិនបានកម្រើកសូម្បីតែបន្តិចនាងនៅតែលុតជង្គង់នៅកន្លែងឯដើម្បីការពារឪពុកម្នាក់ដែលវង្វេងផ្លូវនៅចុងបញ្ចប់នៃក្តីអស់សង្ឃឹមទិដ្ឋភាពនៅក្នុងធនាគារដែលបានលេចឡើងនៅក្នុងកែវភ្នែករបស់មេបញ្ជាការប៉ូលីសពិតជាខុសពីធម្មតាជនសង្ស័យកំពុងដេកផ្កាប់មុខយំហើយនៅក្បែរនោះមានស្ត្រីជាជនស៊ីវិលម្នាក់កំពុងលុតជង្គង់ក្បែរនៅជុំវិញមានចំណាប់ខ្មាំងដែលកំពុងភ័យខ្លាចប៉ុន្តែមិនមានការទប់ទល់យ៉ាងសាហាវឬភាពតានតឹងតែងដូចដែលបានរំពឹងទុកនោះទេនៅកន្លែងណាសោះនៅក្នុងស្ថានភាពដ៏ច្របូកច្របល់នេះមេបញ្ជាការប៉ូលីសបានស្រែកតាមអ្វីដែលគាត់បានហ្វឹកហាត់ថយចេញពីជនសង្ស័យឆាប់ឡើងគាត់ចាត់ទុកសវណ្ណារីថាជាចំណាប់ខ្មាំងម្នាក់ប៉ុន្តែសវណ្ណារីមិនបានងើបឈរពីកន្លែងនោះទេផ្ទុយទៅវិញនាងបានប្រើដៃអបស្មាដ៏ញាប់ញ័ររបស់មាសរទ្ធីបន្ថែមកម្លាំងបន្តិចរួចងាកក្បាលទៅរកប៉ូលីសសូមស្ងប់ស្ងាត់ស្ថានភាពបានបញ្ចប់ហើយបុរសម្នាក់នេះលែងជាការគំរាមកំហែងទៀតហើយគឺសំឡេងរបស់នាងស្ងប់ស្ងាត់ប៉ុន្តែវាមានថាមពលចម្លែកដែលអាចគ្រប់គ្រងកន្លែងកើតហេតុដ៏វឹកវរនេះបានមេបញ្ជាការវ័យក្មេងភ្ញាក់ផ្អើលតើស្ត្រីម្នាក់នេះជានរណាទើបបានជាធ្វើសកម្មភាពដូចជាមេបញ្ជាការនៅកន្លែងកើតហេតុដូច្នេះជាបឋមយើងត្រូវគ្រប់គ្រងជនសង្ស័យសិនសូមថយចេញជនស៊ីវិលនៅទីនេះគឺគ្រោះថ្នាក់ណាស់មេបញ្ជាការស្រែកបញ្ជាក់ម្ដងទៀតហើយងក់ក្បាលផ្ដល់សញ្ញាឲ្យកូនចៅយកធ្នូដៃចូលទៅជិតប៉ូលីស2នាក់បានចូលទៅជិតមាសរទ្ធីហើយរៀបនឹងចាប់កាច់ដៃគាត់ទៅក្រោយយ៉ាងនៅពេលនោះឈ
ឈប់សិនសំឡេងស្រែកយ៉ាងអន្ទះសារបានបន្លឺចេញពីមាត់របស់លោកប្រធានសាខាសុកជាគាត់មានមុខស្លេកស្លាំងហើយបានលោតចេញពីបញ្ចូលមករងស្កាត់ពីមុខប៉ូលីសគឺលោកស្រីមិនមែនជាជនស៊ីវិលទេមានន័យថាម៉េចមើលស្ថានភាពឥឡូវនេះមិនឃើញទេថយចេញទៅមេបញ្ជាការស្រែកដោយសំឡេងមូម៉ៅប៉ុន្តែលោកប្រធានសាខាសុកជាមិនព្រមថយឡើយគាត់បានប្រកាសដោយសំឡេងដែលលាយឡំដោយការគោរពនិងក្តីមោទនភាពថាលោកស្រីគឺជាមេបញ្ជាការរងនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិលោកជំទាវឧត្តមសេនីយ៍ឯកច័ន្ទសវណ្ណារីជានាយទាហានជាន់ខ្ពស់ស្ត្រីផ្កាយ3ទី1និងជាវីនារីជើងចាស់ចេញពីកងពលតូចតបពិសេសឆាត់យ៉ង5411ដែលជាក្របពេជ្រកើតចេញពីឃុំតាក្រៀមយើងនេះឯងបាទមេបញ្ជាការប៉ូលីសហាប់មាត់ធ្លាក់ថ្កាមលោកជំទាវឧត្តមសេនីយ៍ផ្កាយ3ស្ត្រីក្នុងភូមិស្លៀកពាក់អាវក្រៅសាមញ្ញនេះនឹងឬគាត់សង្ស័យនឹងត្រចៀកខ្លួនឯងប៉ុន្តែនៅពេលនោះសវណ្ណារីបានក្រោកឈរឡើងយឺតពីកន្លែងរបស់នាងទោះបីជានាងនៅតែស្ថិតក្នុងសម្លៀកបំពាក់ធម្មតាក៏ដោយប៉ុន្តែនៅពេលដែលនាងក្រោកឈរអំណាចនិងឥទ្ធិពលដែលមើលមិនឃើញបានគ្រប់ដណ្ដប់ពេញរាងកាយរបស់នាងវាគឺជាធម៌ពលរបស់អ្នកដឹកនាំដែលជ្រួតជ្រាបដល់ឆ្អឹងដែលមានតែអ្នកដែលធ្លាប់ដឹកនាំកងទ័ពរាប់មិនអស់និងធ្លាប់បញ្ជាការប្រតិបត្តិការដែលកំណត់ជោគវាសនាជាតិប៉ុណ្ណោះទើបមានបានមេបញ្ជាការប៉ូលីសបានសង្កេតមើលផ្ទៃមុខនិងកែវភ្នែករបស់សវណ្ណារីដោយមិនដឹងខ្លួនបន្ទាប់មកគាត់បានចងចាំមុខនេះដែលគាត់ធ្លាប់បានឃើញរំលងក្នុងសារព័ត៌មានយោធាឬតាមទូរទស្សន៍គាត់រន្ធត់ចិត្តយ៉ាងខ្លាំងគាត់មិនអាចជឿសោះថាបុគ្គលកំពូលម្នាក់ក្នុងជួរកងទ័ពជាតិកម្ពុជាកំពុងស្ថិតនៅចំកណ្ដាលនៃហេតុការណ៍ប្លន់ធនាគារនៅតាមទីជនបទដោយស្លៀកពាក់សម្លៀកបំពាក់ស៊ីវិលនិងគ្មានអង្គរៈការពារទាល់តែសោះគោរពមេបញ្ជាការប៉ូលីសបានឈរត្រង់ខ្លួននិងធ្វើគាវកិច្ចគោរពតាមបែបយោធាដោយស្វ័យប្រវត្តិដោយសារតែសកម្មភាពដ៏ទាន់ហន់របស់គាត់កូនក្រុមផ្សេងទៀតមានការងឿងឆ្ងល់មួយផ្លែតប៉ុន្តែមិនយូរប៉ុន្មានពួកគេក៏យល់ស្ថានភាពហើយក៏ធ្វើគាវកិច្ចគោរពទាំងអស់គ្នាសម្លេងឆាកនៃឧបករណ៍ប៉ះទង្គិចគ្នាបានធ្វើឲ្យធនាគារនេះប្រែទៅជាទីលានវឹកហាត់ទាហានក្នុងមួយប៉ព្រិចភ្នែកសវណ្ណារីបានទទួលការគោរពរបស់ពួកគេដោយការងក់ក្បាលបន្តិចនឿយហត់ហើយមែនទេពេលនេះអ្នកអាចទទួលយកបរិសម្នាក់នេះពីខ្ញុំបានហើយក្បាទទទួលបញ្ជាយើងនឹងធ្វើការឃាត់ខ្លួនឥឡូវនេះមេបញ្ជាការឆ្លើយតបយ៉ាងខ្លាំងហើយរៀបនឹងដាក់ខ្នោះមាសរិទ្ធីម្ដងទៀតពេលនោះសវណ្ណារីបានរារាំងដៃរបស់គាត់យ៉ាងស្រាលគឺឈប់សិនគឺនាងនិយាយទៅកាន់ប៉ូលីសដែលកាន់ខ្នោះដៃនិងទៅកាន់មេបញ្ជាការដោយសំឡេងស្ងប់ស្ងាត់ប៉ុន្តែមើងម៉ាត់សូមកុំមើលគាត់ត្រឹមតែជាឧក្រិដ្ឋជនការកាត់ក្តីតាមច្បាប់គឺជារឿងដែលគាត់ត្រូវតែទទួលប៉ុន្តែមុននឹងឈានដល់ចំណុចនោះគាត់គឺជាមនុស្សម្នាក់ដែលបាត់បង់ក្តីសង្ឃឹមទាំងអស់ហើយត្រូវបានរុញច្រានទៅដល់មាត់ជ្រោះហើយគាត់ក៏ជាឪពុកម្នាក់ដែលបេះដូងកំពុងឆេះររាលដោយសារតែកូនកំពុងឈឺធ្ងន់ផងដែរខ្សែភ្នែករបស់នាងបានងាកទៅរកមាសរិទ្ធីដែលកំពុងដេកផ្កាប់មុខយំនៅលើឥដ្ឋគូសូមរក្សាសេចក្តីថ្លៃថ្នូរអបមកក្នុងនាមជាមនុស្សឲ្យគាត់ផងនេះមិនមែនជាការស្នើសុំទេប៉ុន្តែវាគឺជាភារកិច្ចរួមរបស់អ្នកនិងខ្ញុំក្នុងការការពារអាយុជីវិតនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋប៉ូលីសទាំងអស់បានរឹងខ្លួនពួកគេបានទទួលការហ្វឹកហាត់រាប់មិនអស់ក្នុងការបង្ក្រាបនិងចាប់ខ្លួនឧក្រិដ្ឋជនប៉ុន្តែការបញ្ជាឲ្យរក្សាសេចក្តីថ្លៃថ្នូរជាមនុស្សរបស់ឧក្រិដ្ឋជនគឺជាលើកទី1ហើយដែលពួកគេទទួលបានការដែលបទបញ្ជានេះចេញពីមាត់របស់នាយទាហានជាន់ខ្ពស់ដ៏ឆ្នើមនៅចំពោះមុខធ្វើឲ្យទម្ងន់នៃពាក្យសម្ដីនោះកាន់តែធ្ងន់ទ្វេដងបាទលោកជំទាវខ្ញុំនឹងចងចាំជានិច្ចមេបញ្ជាការអោនក្បាលគោរពយ៉ាងជ្រៅប៉ូលីសបានចូលទៅជិតមាសរិទ្ធីដោយដៃធ្នមជាងមុនច្រើនពាក់ខ្នោះដៃឲ្យគាត់ហើយលើកគាត់ឲ្យក្រោកឈរមាសរិទ្ធីសម្លឹងមើលសវណ្ណារីដោយទឹកមុខលេងឡង់គឺលោកជំទាវគាត់មិនអាចយល់ពីពាក្យនោះឲ្យបានច្បាស់លាស់ទាល់តែសោះគាត់គ្រាន់តែអាចស្មានដឹងព្រើលពីហេតុផលនៃវត្តមានដ៏មានអំណាចដែលបានសង្កត់សង្កិនរូបគាត់មុននេះប៉ុណ្ណោះគាត់ត្រូវបានប៉ូលីសនាំចេញពីទ្វារធនាគារពន្លឺព្រះអាទិត្យរដូវរំហើយបានចាំងជះមកលើផ្ទៃមុខរបស់គាត់យ៉ាងស្រស់ស្អាតអ្វីទាំងអស់បានបញ្ចប់ប៉ុន្តែចម្លែកណាស់គាត់មានអារម្មណ៍ថាអ្វីទាំងអស់ហាក់ដូចជានឹងចាប់ផ្ដើមសារជាថ្មីអញ្ចឹងនៅក្នុងត្រចៀករបស់គាត់សំឡេងរបស់សវណ្ណារីដែលប្រាប់ថាត្រូវឈរឲ្យត្រង់ក្នុងនាមជាមនុស្សម្នាក់សិកំពុងតែត្រូវបានដកជាប់ដូចជាស្នាមសាក់ដែលមិនអាចលុបបំបាត់បានរដូវរំហើយដែលហេតុការណ៍នោះបានកើតឡើងបានកន្លងផុតទៅហើយរដូវប្រាំងដ៏ក្តៅហួតហែងក៏បានបញ្ចប់មែកឈើដែលស្ងួតហួតហែងចាប់ផ្ដើមបញ្ចេញពន្លកពណ៌បៃតងខ្ចីហើយរដូវវស្សាដែលធ្វើឲ្យគ្រប់ទីកន្លែងពោពេញទៅដោយផ្ការីកស្គុះស្គាយក៏បានមកដល់នាថ្ងៃមួយនារដូវវស្សាដ៏ស្រស់បំព្រង
និងពោពេញដោយធម្មពលជីវិតច័ន្ទសវណ្ណារីបានជន់ដីស្រុកកំណើតឃុំតាក្រៀមម្ដងទៀតសម្លៀកបំពាក់របស់នាងមិនខុសពីដើរំហើយមុនទេគឺនៅតែសាមញ្ញនិងស្រួលខ្លួនដែរនាងបានដើរយឺតតាមផ្លូវក្នុងផ្សារឃុំជំហានរបស់នាងបានឈប់មួយផ្លែតនៅមុខធនាគារសហគមន៍កសិកម្មនាងបានតាក់ភ្នែកគ្នាតាមកញ្ចក់ជាមួយលោកប្រធានសាខាសុកជាដែលកំពុងធ្វើការយ៉ាងមីញឹកលោកប្រធានសាខាបានញឹមយ៉ាងស្រស់សប្បាយហើយអោនក្បាលគោរពនាងសវណ្ណារីក៏តបស្នងដោយស្នាមញឹមស្រាលរួចបន្តដំណើរទៅមុខទៀតដាននៃហេតុការណ៍ថ្ងៃនោះមិនមានសល់នៅទីណាទេប៉ុន្តែការចងចាំនៃថ្ងៃនោះនៅតែដកជាប់យ៉ាងច្បាស់នៅក្នុងចិត្តរបស់អ្នកគ្រប់គ្នាកន្លែងដែលសវណ្ណារីឆ្ពោះទៅគឺតូបលក់បាយសមឺតូចមួយរបស់យាយខុនពេលដើរចូលទៅក្នុងតូបដែលមានព្យួរផ្លាកស្នាដៃយាយខុនគឺនាងត្រូវបានស្វាគមន៍ដោយក្លិនឈ្ងុយនៃសម្លគោកអយលោកជំទាវចៅអញ្ជើញមកដល់ហើយឬយាយខុនដែលកំពុងជូតញើសចេញពីផ្ទះបាយបានស្វាគមន៍នាងដោយទឹកមុខរីករាយហាក់ដូចជាគាត់ទទួលបានពិភពលោកទាំងមូលអញ្ចឹងទៅលោកយាយហើយលោកជំទាវទៀតហើយត្រូវនិយាយថាចៅណារីមកហើយក៏ហាហាមាត់យាយនេះចេះតែអញ្ចឹងហើយតែឲ្យធ្វើយ៉ាងម៉េចក្នុងភ្នែកយាយចៅណារីគឺជាមេបញ្ជាការដែលធំជាងគេនៅលើលោកនេះហើយឆាប់មកអង្គុយមកចាំយាយដួសបាយឲ្យញ៉ាំសវណ្ណារីបានចូលទៅអង្គុយនៅកន្លែងមួយក្នុងតូបមិនយូរប៉ុន្មានលោកយាយបានលើកថាស្បាយដ៏មានអាជីរ៉ុសដែលមានត្រីប្រមានិងសម្លគោឆ្ងាញ់ពិសាមកជូនគូញ៉ាំឲ្យច្រើនទៅចៅនៅភ្នំពេញរកកំហុបបែបនេះញ៉ាំពិបាកណាស់មែនទេចាសលោកយាយម្ហូបលោកយាយគឺឆ្ងាញ់លេខ1តែម្ដងសវណ្ណារីដួសបាយមួយស្លាបព្រាដាក់ចូលក្នុងមាត់វាមិនមែនគ្រាន់តែជាម្ហូបអាហារធម្មតានោះទេវាជារសជាតិនៃស្រុកកំណើតនិងជារសជាតិនៃការលួងលោមផ្លូវចិត្តមួយសន្ទុះធំអ្នកទាំងពីរហូបបាយដោយស្ងៀមស្ងាត់រំពេចនោះយាយខុនក៏ចាប់ផ្ដើមនិយាយដោយប្រុងប្រយ័ត្នចុះរឿងលោកមាសរិទ្ធីនោះចៅឯងបានឮដំណឹងខ្លះទេលោកយាយហៅមាសរិទ្ធីថាគឺលោកយ៉ាងគោរពតាំងពីថ្ងៃនោះមកគ្មានអ្នកភូមិណាម្នាក់ហៅគាត់ថាជាចោរប្លន់ធនាគារឡើយពួកគេគ្រាន់តែចាត់ទុកគាត់ជាបុរសកំសត់ម្នាក់ក៏ប៉ុណ្ណោះសវណ្ណារីដាក់ស្លាបព្រាចុះរួចមកក្បាលក៏ចាស់លោកយាយខ្ញុំឧស្សាហ៍ដំណឹងពីគាត់ដែរចុះកូនប្រុសគាត់ឈ្មោះវាសនានោះក្មេងដ៏គួរឲ្យស្រឡាញ់នោះយ៉ាងម៉េចទៅហើយនៅក្នុងសំឡេងរបស់លោកយាយពោពេញទៅដោយក្តីបារម្ភយ៉ាងស្មោះត្រង់ស្នាមញឹមស្រាលបានលេចឡើងនៅលើបូមាត់របស់សវណ្ណារីការវះកាត់ទទួលបានជោគជ័យហើយគេទើបតែចេញពីមន្ទីរពេទ្យកាលពីពេលថ្មីនេះហើយពេលនេះកំពុងសម្រាកព្យាបាលបន្តនៅផ្ទះនិងឆាប់ជាសះស្បើយវិញហើយគ្រូពេទ្យប្រាប់ថាលទ្ធផលល្អណាស់តិចទៀតគេអាចរត់លេងបានតាមចិត្តហើយក្អយល្អណាស់តើពិតជាសំណាងល្អណាស់យាយខុនអបអរសាទរដូចជារឿងខ្លួនឯងដោយទះដៃផ្ទាត់គ្នាជាប់មិនឈប់ស្រាប់តែលោកយាយនឹកឆ្ងល់ក៏សួរថាចុះលុយវះកាត់ដ៏ច្រើនសន្ធឹកសន្ធាប់នោះគេរកបានពីណាមករដ្ឋបានជួយចេញឲ្យខ្លះទេតាមខ្ញុំដឹងគឺមានសប្បុរសជនអនាមិកម្នាក់បានចេញមុខជួយដោះស្រាយថ្លៃពេទ្យភាគច្រើនឲ្យគាត់នៅលើលោកនេះប្រហែលជាមានទេវតាគ្មានមុខជាច្រើនទេដឹងសវណ្ណារីនិយាយយ៉ាងរំភើយរួចក៏ចាប់ផ្ដើមញ៉ាំបាយបន្តទៀតយាយខុនបានសម្លឹងមើលមុខសវណ្ណារីយ៉ាងស្ងៀមស្ងាត់លោកយាយមិនចាំបាច់សួរថាទេវតាគ្មានមុខនោះជានរណាឡើយលោកយាយគ្រាន់តែចាប់សាច់ត្រីដែលឆ្ងាញ់បំផុតដាក់នៅលើចានបាយរបស់សវណ្ណារីប៉ុណ្ណោះនេះគឺជាវិធីដែលលោកយាយបង្ហាញពីក្តីអំណរគុណនិងការគោរពដ៏ធំបំផុតរបស់ខ្លួនចុះលោកមាសរិទ្ធីគាត់ត្រូវជាប់គុកយូរទេគាត់ត្រូវបានប្រន្ទាទោសដាក់ពន្ធនាគាររយៈពេល3ឆ្នាំពីបទពន្ធប៉ងប្លន់ធនាគារដោយសារតែនេះជាបទល្មើសលើកទី1ហើយខ្ញុំបានចូលរួមជាសាក្សីដើម្បីទូជសុំការបន្ធូរបន្ថយទោសយ៉ាងខ្លាំងក្លាទើបចៅក្រមសម្រាលទោសឲ្យគាត់បានច្រើនក3ឆ្នាំបើថាយូរក៏យូរបើថាឆាប់ក៏ឆាប់ដែរគាត់រស់នៅក្នុងគុកដោយគោរពវិន័យបានល្អណាស់គាត់ខិតខំហ្វឹកហាត់វិជ្ជាជីវៈហើយឲ្យតែមានពេលទំនេរគាត់តែងតែសរសេរសម្បត្តិផ្ញើទៅកូនប្រុសរបស់គាត់ជានិច្ចគាត់តែងតែយកសម្បត្តិឆ្លើយតបពីវាសនាទុកជាប់ក្នុងហោប៉ៅប្រៀបដូចជាយន្តការពីអញ្ចឹងខ្សែភ្នែករបស់សវណ្ណារីពេលដែលនិយាយរឿងនេះមើលទៅជ្រាលជ្រៅនិងស្រទន់បំផុតថ្ងៃនោះនាងបានប្រាប់មាសរិទ្ធីឲ្យក្រោកឈរឡើងក្នុងនាមជាមនុស្សម្នាក់ហើយពេលនេះគាត់កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើតាមពាក្យសម្ដីរបស់នាងនៅកន្លែងដែលគ្មានអ្នកណាអាចមើលឃើញទោះបីជាគាត់ស្ថិតនៅក្នុងពន្ធនាគារក៏ពិតមែនប៉ុន្តែគាត់កំពុងអានសម្បត្តិរបស់កូនប្រុសហើយរៀនពីរបៀបក្រោកឈរឡើងវិញក្នុងនាមជាឪពុកម្នាក់ដោយសេចក្តីថ្លៃថ្នូរ
បន្ទាប់ពីហូបបាយរួចសវណ្ណារីបានដើរកាត់មុខធនាគារម្ដងទៀតក្រោមពន្លឺព្រះអាទិត្យដើមរដូវវស្សាធនាគារនេះមើលទៅស្ងប់ស្ងាត់ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងសោះប៉ុន្តែនាងដឹងច្បាស់ថាអ្វីដែលបានកើតឡើងនៅទីនេះកាលពីថ្ងៃនោះមិនមែនគ្រាន់តែជាប្រតិបត្តិការបង្ក្រាបឬសង្គ្រោះធម្មតានោះទេវាគឺជាប្រតិបត្តិការដ៏មានអត្ថន័យពិសេសបំផុតក្នុងមួយជីវិតជាយោធារបស់នាងដែលបានប្រឈមមុខដោយផ្ទាល់ជាមួយព្រលឹងដែលដួលរំរបស់មនុស្សម្នាក់ហើយតាមរយៈគាត់នាងក៏អាចមើលឃើញជ្រៅទៅក្នុងចម្រៅចិត្តរបស់ខ្លួនឯងផងដែរពន្លឺព្រះអាទិត្យដើមរដូវវស្សាភ្លឺថ្លានិងកក់ក្ដៅច័ន្ទសវណ្ណារីបានដើរចេញពីហាងបាយក្រោមការជូនដំណើររបស់យាយខុនបេះដូងរបស់នាងមានអារម្មណ៍កក់ក្ដៅដូចជាក្រពះដែលពេញបរិបូរណ៍អញ្ចឹងដែរនាងបានដើរដោយគ្មានគោលដៅហើយទីបំផុតក៏បានមកឈប់នៅមុខធនាគារសហគមន៍កសិកម្មម្ដងទៀតប្រៀបដូចជាត្រូវមេដែកស្រូបទាញអញ្ចឹងក្រាកទ្វារស្វ័យប្រវត្តិបានបើកហើយគ្រួសារមួយបានដើរចេញមកដោយស្នាមញឹមរីករាយរូបភាពប្តីប្រពន្ធវ័យក្មេងកាន់ដៃកូនដែលកំពុងញ៉ាំការ៉េមមើលទៅពិតជាមានសេចក្តីសុខបំផុតពេលសម្លឹងមើលរូបភាពនោះសវណ្ណារីបាននឹកឃើញដល់រសៀលថ្ងៃនោះពេលដែលទ្វារនេះត្រូវបានបិទជិតកាលពីប៉ុន្មានរដូវមុនសំឡេងស្រែកដោយការភ័យខ្លាចសំឡេងកំហកដោយក្តីអស់សង្ឃឹមនិងក្លិននៃក្តីអស់សង្ឃឹមដែលហាក់ដូចជានឹងលេបត្របាក់អ្វីទាំងអស់ហាក់ដូចជាកំពុងរស់ឡើងវិញយ៉ាងរស់រវើកប្រៀបដូចជាទើបតែកើតឡើងកាលពីម្សិលមិញអញ្ចឹងនាងគឺជាទាហានម្នាក់ជីវិតរបស់នាងគឺនៅគៀកកិតបំផុតទៅនឹងពាក្យថាទៅសេចក្តីស្លាប់កនាងបានរៀនពីបច្ចេកទេសសម្លាប់មនុស្សហើយនាងក៏បានបង្រៀនបច្ចេកទេសនោះដល់កូនចៅរបស់នាងដែររបៀបធ្វើឲ្យស្រូវចុះចាញ់ប្រកបដោយប្រសិទ្ធភាពបំផុតនិងរបៀបទទួលជ័យជំនះធំបំផុតដោយមានការលះបង់តិចតួចបំផុតតើត្រូវវាយប្រហារចំណុចខ្សោយដោយរបៀបណាតើត្រូវចូលទៅជិតដោយគ្មានសម្លេងដោយរបៀបណាតើត្រូវផ្ដាច់ដង្ហើមស្រូវដោយរបៀបណានាងគឺជាអ្នកជំនាញលើគ្រប់វិធីនៃការស្លាប់និងការសម្លាប់ទាំងអស់នោះសត្រូវភាគច្រើនដែលនាងធ្លាប់ប្រឈមមុខក្នុងជីវិតសុទ្ធតែជាស្ត្រូវច្បាស់លាស់ពួកគេជាបុគ្គលដែលប្រដាប់ដោយមនោវិជ្ជាឬការលោភលន់យ៉ាងច្បាស់លាស់ហើយជាការគំរាមកំហែងដល់អាយុជីវិតកងទ័ពយើងការប្រយុទ្ធជាមួយពួកគេគឺជាការប្រយុទ្ធដើម្បីរស់រានមានជីវិតដែលមិនត្រូវការការគិតគូរស្មុគស្មាញអ្វីឡើយការលីលំដោយមនោសញ្ចេតនាគឺជាភាពខ្ជះខ្ជាយហើយការអាណិតអាសូរគឺគ្រាន់តែជាភាពទន់ខ្សោយដែលនាំទៅរកសេចក្តីស្លាប់ប៉ុណ្ណោះនាងតែងតែអាចជំនះរាល់ឧបសគ្គនៅក្នុងប្រតិបត្តិការជាច្រើនដោយការសម្រេចចិត្តដ៏ត្រជាក់ហើយវាគឺជាអ្វីដែលបានរុញនាងឲ្យឡើងដល់កម្រិតកំពូលជាវីនារីប៉ុន្តែមាសរទ្ធីដែលនាងបានជួបនៅធនាគារជនបទតូចមួយកាលពីថ្ងៃនោះគឺខុសប្លែកពីស្ត្រូវទាំងអស់ដែលនាងធ្លាប់ប្រឈមមុខកន្លងមកក្នុងជីវិតគាត់មិនបានប្រដាប់ដោយអំពើអាក្រក់ទេអាវុធនៅក្នុងដៃរបស់គាត់មិនមែនជាមនោគមវិជ្ជាទេប៉ុន្តែវាគឺជាភាពអស់សង្ឃឹមហើយអ្វីដែលមាននៅក្នុងកែវភ្នែករបស់គាត់មិនមែនជាភាពឆ្កួតលីលាទេប៉ុន្តែវាគឺជាក្តីទុក្ខព្រួយការបង្ក្រាបគាត់តាមផ្លូវកាយគឺជារឿងដែលងាយស្រួលបំផុតការតស៊ូសំបីបន្តិចរបស់គាត់ក៏គ្មានន័យអ្វីដែរប៉ុន្តែការប្រឈមមុខនឹងព្រលឹងរបស់គាត់គឺជាការប្រយុទ្ធដ៏លំបាកនិងស្មុគស្មាញបំផុតដែលនាងមិនធ្លាប់ជួបប្រទះក្នុងសមរភូមិពិតប្រាកដណាមួយឡើយនាងអាចកាច់ដៃរបស់គាត់និងធ្វើឲ្យកាំបិតធ្លាក់ចុះបានប៉ុន្តែនាងមិនអាចកាត់ផ្ដាច់នៅក្តីអស់សង្ឃឹមដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបេះដូងរបស់គាត់បានឡើយជម្រើសដែលនាងបានជ្រើសរើសនៅពេលនោះមិនមែនជាជម្រើសរបស់ឧត្តមសេនីយ៍ច័ន្ទសវណ្ណារីទេប៉ុន្តែជាជម្រើសរបស់មនុស្សធម្មតាម្នាក់ឈ្មោះច័ន្ទសវណ្ណារីនាងបានប្រាប់គាត់អំពីរបៀបរស់នៅនាងបាននិយាយថាការស្លាប់គឺជាការរត់គេចប៉ុន្តែការរស់នៅគឺជាការទទួលខុសត្រូវនាងបានប្រាប់គាត់ឲ្យក្រោកឈរឡើងជាមនុស្សម្នាក់មិនមែនជាឧក្រិដ្ឋជនទេដើម្បីប្រឈមមុខនឹងកូនប្រុសដែលកំពុងឈឺទាំងនេះមិនមែនជារឿងដែលនាងអាចបង្រៀននៅក្នុងជួរកងទ័ពបានឡើយនាងអាចបង្រៀនកូនចៅពីរបៀបមិនបោះបង់និងរបៀបបំពេញបេសកកម្មទោះបីជាស្ថិតក្នុងសេចក្តីឈឺចាប់ខ្លាំងបំផុតក៏ដោយប៉ុន្តែទីបំផុតនោះគ្រាន់តែជារបៀបដើម្បីរស់រានមានជីវិតប៉ុណ្ណោះចំណែកឯរបៀបរស់នៅដោយរក្សាសេចក្តីថ្លៃថ្នូរជាមនុស្សនៅក្នុងការពិតដែលវែងឆ្ងាយដូចជាលំពែងនេះគ្មានអ្នកណាអាចបង្រៀនអ្នកណាបានឡើយវាគឺជាកាតព្វកិច្ចរបស់បុគ្គលម្នាក់ខ្លួនឯងសុទ្ធសាធស្រាប់តែសវណ្ណារីដឹងខ្លួនឡើងពាក្យសម្ដីដែលនាងបានប្រាប់មាសរទ្ធីកាលពីថ្ងៃនោះការពិតទៅវាក៏ជាការដាស់តឿនខ្លួនឯងផងដែរនាងក៏ជាមនុស្សម្នាក់ដែលរស់នៅដោយរែកពុនសេចក្តីស្លាប់និងមុខរបួសរាប់មិនអស់ដូចគ្នាផ្ទៃមុខរបស់កូនចៅដែលបានបាត់បង់ក្នុងប្រតិបត្តិការនៅតែលេចឡើងក្នុងសុបិនរបស់នាងហើយទម្ងន់នៃការសម្រេចចិត្តរបស់នាងតែងតែសង្កត់លើស្មារបស់នាងជារៀងរាល់យប់ប្រហែលជាដោយសារការពួននៅពីក្រោយឋាននរស័ក្តិផ្កាយ3ទើបធ្វើឲ្យនាងស៊ាំនឹងការទប់ទល់ឲ្យរស់គឺជាងការគ្រោះនៅទៅហើយពេលនេះមាសរទ្ធីកំពុងអានសម្បត្តិរបស់កូនប្រុសនៅក្នុងគុកហើយរៀនពីរបៀបរស់នៅតាមបែបរបស់គាត់យ៉ាងស្វិតស្វាញចុះខ្ញុំវិញ
ពេលនេះខ្ញុំកំពុងរស់នៅបែបណាតើខ្ញុំកំពុងឈរយ៉ាងត្រង់ក្នុងនាមជាមនុស្សពេញលេញម្នាក់នៅចំពោះមុខទម្ងន់នៃជីវិតដែលត្រូវបានផ្ដល់ឲ្យខ្ញុំដែរឬទេនាងបានសម្លឹងមើលរូបរាងរបស់ខ្លួនឯងដែលឆ្លុះនៅលើកញ្ចក់ធនាគារយ៉ាងយូរវាជារូបរាងរបស់ស្ត្រីវ័យកណ្ដាលធម្មតាម្នាក់ក្នុងសម្លៀកបំពាក់សាមញ្ញប៉ុន្តែនៅក្នុងកែវភ្នែកនោះនៅតែមានដាននៃយោធាដែលមិនអាចលុបបំបាត់បានសវណ្ណារីដកដង្ហើមធំខ្យល់អាកាសដើមរដូវវស្សាដែលស្រូបចូលជ្រៅទៅក្នុងសួតពិតជាស្រស់ថ្លានិងក្រអូបពិសានាងបានបញ្ជាក់ប្រាប់ខ្លួនឯងម្ដងទៀតថាហេតុការណ៍នៅថ្ងៃនោះមិនមែនគ្រាន់តែជាប្រតិបត្តិការបង្ក្រាបឬជួយសង្គ្រោះធម្មតានោះទេវាគឺជាចំណុចរបត់ដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់នាងដែលនាងបានប្រឈមមុខនឹងព្រលឹងរបស់មនុស្សម្នាក់ហើយតាមរយៈការសង្គ្រោះគាត់វាបានជួយឲ្យនាងងាកមកមើលកែលម្អខ្លួនឯងផ្ទាល់សវណ្ណារីបានរអ៊ូទមខ្សឹបហាក់ដូចជាកំពុងសន្យាជាមួយខ្លួនឯងថាក៏ខ្ញុំអាចបង្រៀនពីរបៀបស្លាប់បានប៉ុន្តែរបៀបរស់នៅគឺជាបន្ទុករបស់មនុស្សម្នាក់ដោយខ្លួនឯងនាងលែងងាកទៅមើលធនាគារនោះទៀតហើយផ្ទុយទៅវិញនាងបានងើបក្បាលសម្លឹងទៅកាន់ផ្ទៃមេឃពណ៌ខៀវស្រងាត់នៃស្រុកកំណើតរបស់នាងបន្ទាប់មកនាងក៏ចាប់ផ្ដើមបោះជំហានទៅមុខឆ្ពោះទៅកាន់ផ្លូវរបស់ខ្លួនឯងបន្តទៀតដោយជំហានដែលស្រាលជាងមុនប៉ុន្តែកាន់តែរឹងមាំនិងមានភាពជឿជាក់ជាងមុននៅលើផ្លូវ